ប្រឡងសញ្ញាបត្រមជុំសិក្សាទុតិយភូមិសម័យប្រឡង04សីហា2014វិញ្ញាសាប្រវត្តិវិទ្យាថ្នាក់វិទ្យាសាស្ត្រសំណួរ1តើពិភពលោកកំពុងជួបប្រទះនឹងបញ្ហាធំអ្វីខ្លះចម្លើយ1ពិភពលោកកំពុងជួបប្រទះនឹងបញ្ហាធំដូចជាបរិស្ថានរញ្ជួយដីខ្យល់ព្យុះទឹកជំនន់កំណើនកម្ដៅរាំងស្ងួតកំណើនប្រជាជនកង្វះការងារកង្វះអនាម័យបញ្ហាជំងឺបញ្ហាសុខភាពអន្តោប្រវេសន៍ចំណាក់ស្រុកកើតចលាចលមានបញ្ហាប្រកាន់ជំនឿសាសនាចម្រុះសន្តិសុខស្បៀងឡើងថ្លៃបញ្ហាឥទ្ធិពលបដិវត្តន៍ភេរវកម្មអន្តរជាតិសង្គ្រាមបង្កើតចលាចលសង្គមការកាប់សម្លាប់ជួញដូរមនុស្សគ្រឿងញៀនមានមតិត្រឹមត្រូវផ្សេងទៀតសំណួរ2ពណ៌នាអំពីវិនាសកម្មនៅក្រោមរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យនិងការស្ថាបនាកម្ពុជាឡើងវិញចម្លើយ2វិនាសកម្មក្រោយរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យឲ្យនឹងការស្ថាបនាកម្ពុជាឡើងវិញមានដូចជាវិនាសកម្មក្រោមរបបប្រល័យពូជសាសន៍វិស័យសង្គមសម្រាប់រង្គាលបង្អត់អាហារធ្វើការជាទម្ងន់បំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាងជម្លៀសប្រជាជនចេញពីទីក្រុងទៅជនបទពីតំបន់មួយទៅតំបន់មួយវិស័យវប្បធម៌បំបត្តិសាសារានវត្តអារាមជំនឿសាសនាទំនៀមទម្លាប់ប្រពៃណីហេដ្ឋារចនាសម្ព័ន្ធសាលារៀនផ្លូវថ្នល់សំណង់សាធារណៈត្រូវខ្ទេចខ្ទាំវិស័យសេដ្ឋកិច្ចបំបត្តិទីផ្សាររូបិយប័ណ្ណពាណិជ្ជកម្មក្នុងនិងក្រៅប្រទេសកម្មសិទ្ធិឯកជននយោបាយអនុវត្តនយោបាយផ្ដាច់ការបំផិតបំភ័យនិងសម្លាប់ព្រមទាំងផ្ដាច់ទំនាក់ទំនងការទូតជាមួយប្រទេសមួយចំនួនលើពិភពលោកការស្ថាបនាកម្ពុជាឡើងវិញការបង្កើតក្រុមសាមគ្គីបង្កបង្កើនផលឬក្រុមប្រវាស់ដៃដើម្បីជួយដល់ស្ត្រីមេម៉ាយចាស់ជរាកុមារកំព្រានិងគ្មានគោក្របីស្ដាររចនាសម្ព័ន្ធគ្រប់គ្រងការស្ដារវិស័យសេដ្ឋកិច្ចកសិកម្មពាណិជ្ជកម្មនិងឧស្សាហកម្មវប្បធម៌អប់រំបង្កើតសាលារៀនគ្រប់កម្រិតសិក្សាបង្កើតវត្តអារាមជំនឿសាសនាវិស័យនយោបាយបង្រួបបង្រួមជាតិហើយទៅដល់ការបញ្ចប់សង្គ្រាមស៊ីវិល$23,1993មានមតិត្រឹមត្រូវផ្សេងទៀតសំណួរ3តើការដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមានអត្ថន័យដូចម្តេចសម្រាប់កម្ពុជាចម្លើយ3ការដាក់ប្រាសាទព្រះវិហារក្នុងបេតិកភណ្ឌពិភពលោកបានផ្ដល់នូវអត្ថន័យដល់កម្ពុជាដូចជារក្សាបូរភាពទឹកដីពិភពលោកជួយការពារនិងទទួលស្គាល់ផ្ដល់កំណើនសេដ្ឋកិច្ចតាមរយៈទេសចរណ៍បង្ហាញពីស្ថាបត្យកម្មនៃបុព្វបុរសខ្មែរនិងសិល្បៈបង្ហាញពុំអំណាចនិងវិសាលភាពរបស់ព្រះរាជាសម័យមុនបង្ហាញពីអត្តសញ្ញាណជាតិខ្មែរបង្ហាញពីទេពកោសល្យព្រះរាជានិងអាទិទេពជាអត្ថន័យប្រវត្តិសាស្ត្រធ្វើឲ្យជាតិខ្មែរល្បីរន្ទឺពេញពិភពលោកប្រកបដោយមោទនភាពជាទីបំផុតបណ្ដុះស្មារតីកូនខ្មែរជំនាន់ក្រោយត្រូវចេះស្រឡាញ់គ្នារក្សាការពារសម្បត្តិវប្បធម៌ដ៏ខ្ពង់ខ្ពស់របស់បុព្វបុរសមានមតិត្រឹមត្រូវផ្សេងទៀតប្រឡងសញ្ញាបត្រមជុំសិក្សាទុតិយភូមិសម័យប្រឡង24សីហា2015វិញ្ញាសាប្រវត្តិវិទ្យាថ្នាក់វិទ្យាសាស្ត្រសំណួរ1តើកម្ពុជាទទួលឯករាជ្យពីបារាំងនៅឆ្នាំណាចម្លើយ1កម្ពុជាទទួលឯករាជ្យពីបារាំងនៅឆ្នាំ1953 09 វិច្ឆិកា1953 2តើការទទួលឯករាជ្យនេះមានន័យយ៉ាងដូចម្តេចសម្រាប់កម្ពុជាចម្លើយ2ការទទួលឯករាជ្យនេះមានន័យសម្រាប់កម្ពុជាដូចជាការទទួលឯករាជ្យនេះមានសម្រាប់កម្ពុជាដូចជាកម្ពុជារួចផុតពីនឹមអាណានិគបារាំងកម្ពុជាទទួលបានអធិបតេយ្យភាពបូរណភាពទឹកដីនិងឯករាជ្យកម្ពុជាមានសេរីភាពមានសិទ្ធិសម្រេចលើជោគវាសនាខ្លួនកម្ពុជារួចផុតពីការគៀបសង្កត់កេងប្រវ័ញ្ចជិះជាន់និងការប្រមូលពន្ធដារសពសាពើយ៉ាងធ្ងន់ធ្ងរដូចមុនអន្តរជាតិទទួលស្គាល់ឯករាជ្យរបស់កម្ពុជានិងមានមុខមាត់លើឆាកអន្តរជាតិមានមតិត្រឹមត្រូវផ្សេងទៀតសំណួរ3ចូលពណ៌នាពីមូលហេតុដែលកម្ពុជាទទួលយកអាណានិគមនិយមបារាំងចម្លើយ3មូលហេតុដែលបណ្ដាលឲ្យកម្ពុជាទទួលយកអាណានិគមបារាំងព្រោះមូលហេតុនយោបាយសៀមនិងយួនគៀបសង្កត់ព្រមទាំងឈ្លានពានកម្ពុជាខ្មែរយកមហាអំណាចអឺរ៉ុបជាបង្អែកដើម្បីការពារប្រទេសពូជសាសន៍ខ្មែរធ្វើឲ្យមានឯកភាពអំណាចរាជបល្ល័ង្កមូលហេតុសេដ្ឋកិច្ចបារាំងបើកប្រាក់បៀវត្សឲ្យមន្ត្រីរាជការរាជវង្សានុវង្សព្រះមហាក្សត្រខ្ពស់បារាំងជាអ្នកពាណិជ្ជកម្មក្នុងនិងក្រៅប្រទេសជាអ្នកកាន់កាប់ពន្ធដារ
សេដ្ឋកិច្ចខ្មែរធ្លាក់ចុះខ្សោយនិងស្ថិតនៅក្រោមការគៀបសង្កត់របស់សៀមនិងយួនមូលហេតុសង្គមរៀបចំប្រព័ន្ធតុលាការថ្នាក់មូលដ្ឋានខេត្តក្រុងរៀបចំប្រព័ន្ធរដ្ឋបាលថ្នាក់មូលដ្ឋានខេត្តក្រុងធ្វើឲ្យសង្គមខ្មែរមានស្ថិរភាពមានមតិត្រឹមត្រូវផ្សេងទៀតសំណួរ4ចូលវិភាគពីតម្លៃសន្តិភាពដែលកម្ពុជាទទួលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមចម្លើយ4តម្លៃសន្តិភាពដែលកម្ពុជាទទួលបានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមគឺតម្លៃសន្តិភាពកម្ពុជាបានសុខសន្តិភាពជៀសផុតពីសង្គ្រាមតម្លៃសេដ្ឋកិច្ចជួយជំរុញវិស័យកសិកម្មឧស្សាហកម្មពាណិជ្ជកម្មទេសចរណ៍ឲ្យមានការអភិវឌ្ឍងាយស្រួលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងតម្លៃសង្គមមានការទប់ស្កាត់សង្គ្រាមនិងការទាស់ទែងខ្វែងគំនិតគ្នាក្នុងសង្គមលើកស្ទួយការគោរពសិទ្ធិមនុស្សសេរីភាពក្នុងសង្គមប្រជាធិបតេយ្យការពារនិងទប់ស្កាត់អំពើពុករលួយធ្វើឲ្យរដ្ឋមានលទ្ធភាពសម្រេចផែនការនានាតាមការកំណត់ជួយឲ្យមានសន្តិភាពនិងសន្តិសុខសង្គមមានមតិត្រឹមត្រូវផ្សេងទៀតសំណួរ5ចូលបកស្រាយពីតួនាទីនៃវប្បធម៌សន្តិនិកនៅក្នុងសង្គមប្រជាធិបតេយ្យចម្លើយ5តួនាទីនៃវប្បធម៌សន្តិនិកក្នុងសង្គមប្រជាធិបតេយ្យគឺផ្ដល់ប្រយោជន៍ដល់ជាតិធំជាងប្រយោជន៍បុគ្គលបញ្ជៀសបានសង្គ្រាមពាក្យសម្ដីនិងទំនាស់ផ្សេងក្នុងសង្គមជាវេទិកាជែកដេញដោលនិងពិភាក្សាឈលលើគោលការណ៍ស្មើភាពគ្នាជាគំរូល្អក្នុងសង្គមជាតិប្រកបដោយភាពជឿជាក់ពីសំណាក់រាស្ត្រមានទំនួលខុសត្រូវលើប្រយោជន៍ក្នុងសង្គមប្រជាធិបតេយ្យបញ្ជៀសរាល់អំពើហិង្សានិងសង្គ្រាមដោះស្រាយបញ្ហាផ្សេងដោយសន្តិវិធីផ្ដល់នូវភាពស្មោះត្រង់និងភាពជឿជាក់គ្នាទៅវិញទៅមកបង្កើនសាមគ្គីភាពនិងសហប្រតិបត្តិការប្រសើរជាងមុនពុំមានការគំរាមកំហែងគ្នាទៅវិញទៅមកគោរពគ្នាទៅវិញទៅមកក្នុងភាពថ្លៃថ្នូរមានមតិត្រឹមត្រូវផ្សេងទៀតប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង22សីហា2016វិញ្ញាសាប្រវត្តិវិទ្យាថ្នាក់វិទ្យាសាស្ត្រសំណួរ1អ្នកប្រាជ្ញខ្មែរឈ្មោះអ្វីដែលបានរៀបចំវិជ្ជានានុក្រមខ្មែរចម្លើយ1អ្នកប្រាជ្ញខ្មែរដែលបានរៀបចំវិជ្ជានានុក្រមខ្មែរគឺសម្ដេចសង្ឃជួនណាតសំណួរ2តើអាណាព្យាបាលបារាំងពីឆ្នាំ1863 1953មានចំណុចវិជ្ជមាននិងអវិជ្ជមានអ្វីខ្លះដល់កម្ពុជាចម្លើយ2ចំណុចវិជ្ជមាននិងអវិជ្ជមានសម្រាប់ប្រទេសកម្ពុជាក្រោមអាណាព្យាបាលបារាំងរួមមានចំណុចវិជ្ជមានបារាំងជួយការពារទឹកដីព្រមទាំងពូជសាសន៍ខ្មែរឲ្យនៅគង់វង្សបារាំងបានធ្វើឲ្យខ្មែររួចផុតពីនឹមត្រួតត្រាការឈ្លានពានរបស់សៀមនិងយួនបង្កើតសាលាចុងបូព៌ាប្រទេសសម្រាប់សិក្សាស្រាវជ្រាវនិងចងក្រងពីអរិយធម៌ប្រវត្តិសាស្ត្រខ្មែរទុកជាប្រយោជន៍ដល់កូនខ្មែរជំនាន់ក្រោយបារាំងជួយកំណែទម្រង់រដ្ឋបាលសង្គមនិងសេដ្ឋកិច្ចខ្មែរជួយយកសាងហេដ្ឋារចនាសម្ព័ន្ធមានសាលារៀនមន្ទីរពេទ្យស្ពានផ្លូវថ្នល់ជាដើមបារាំងជួយថែរក្សានិងជួសជុលប្រាសាទបុរាណខ្មែរនិងកសាងសាលមន្ទីរដើម្បីថែរក្សាវត្ថុបុរាណ1904បារាំងបានទាមទារខេត្តកោះកុងម្លូព្រៃនិងស្ទឹងត្រែងឲ្យខ្មែរវិញ1907បារាំងបានទាមទារខេត្តសៀមរាបបាត់ដំបងនិងសេរីសោភ័ណ្ឌខ្មែរវិញ1908បារាំងបានបង្កើតផែនទីដងរែកចំណុចអវិជ្ជមានបារាំងបានធ្វើឲ្យខ្មែរកាន់តែក្រីក្រដោយបារាំងបានធ្វើការជិះជាន់កេងប្រវែងយ៉ាងធ្ងន់ធ្ងរបារាំងកេណ្ឌខ្មែរឲ្យទៅជួយច្បាំងស្លាប់របួសជួសបារាំងក្នុងសមរភូមិសង្គ្រាមលើកទាំងពីរលើកបារាំងបានប្រមូលកេតនភ័ណ្ឌខ្មែរទៅស្រុកបារាំងបានកាត់ទឹកដីខ្មែរឲ្យទៅសៀមនិងយួនស្រេចតែចិត្តដូចជា1947កាត់ខេត្តត្រួតត្រាឲ្យសៀមនិង04មិថុនា1049កាន់ទឹកដីកម្ពុជាក្រោមឲ្យទៅយួនមានមតិត្រឹមត្រូវផ្សេងទៀតសំណួរ3ចូលពិពណ៌នាសមិទ្ធផលសង្គមរាស្ត្រនិយមពីឆ្នាំ1953 1970ចម្លើយ3ពិពណ៌នាសមិទ្ធផលសម័យសង្គមរាស្ត្រនិយមវិស័យនយោបាយ
អនុវត្តនយោបាយអព្យាក្រឹតធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមានសន្តិភាពអស់រយៈពេល15ឆ្នាំ1955 1970 ស្របពេលដែលប្រទេសជិតខាងកំពុងជួបប្រទះនឹងសង្គ្រាមកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ14ធ្នូ1955ឈ្នះក្តីរឿងក្តីប្រាសាទព្រះវិហារ15មិថុនា1962វិស័យកសិកម្មផលិតផលស្រូវកបាសការចិញ្ចឹមសត្វការនេសាទកើនឡើងពង្រីកផ្ទៃដីដាំដុះនយោបាយទឹកការជ្រើសរើសពូជវិស័យឧស្សាហកម្មកំណើនរោងចក្រសហគ្រាសដូចជារោងចក្រក្រដាសវាយនផនកែវស៊ីម៉ងត៍ក្តារបន្ទះត្រាក់ទ័រស្រាបៀររោងចក្រកៅស៊ូវិស័យគមនាគមន៍កសាងផ្លូវថ្នល់ផ្លូវរថភ្លើងស្ពានកំពង់ផែអាកាសយានដ្ឋានវិស័យពាណិជ្ជកម្មមានការរីកចម្រើនផ្នែកពាណិជ្ជកម្មទាំងក្នុងនិងក្រៅប្រទេសធនាគារប្រាក់រៀលក្លាយជារូបិយបញ្ជាតិនិងមានការកើនឡើងនៅធនាគារជាតិនិងឯកជនវិស័យវប្បធម៌បង្កើតសាលារៀននៅទីក្រុងជនបទដូចជាសាលមតៃឧត្តមសិក្សាជាដើមគ្រូបង្រៀនមានការកើនឡើងនិងបង្កើតអន្តេវាសិកដ្ឋានកីឡាមានកសាងពហុកីឡាដ្ឋានពីទីក្រុងដល់ជនបទវិស័យសង្គមសាសនាវត្តអារាមកើនឡើងមានការបង្កើតសាលាពុទ្ធិកធមសិក្សាដល់ពុទ្ធមហាវិទ្យាល័យវិស័យសេដ្ឋកិច្ចសុខាភិបាលមានការកសាងមន្ទីរពេទ្យជាច្រើនបង្កើតច្បាប់ជាច្រើនផ្ដល់សិទ្ធិឲ្យស្ត្រីបោះឆ្នោតមានមតិត្រឹមត្រូវផ្សេងទៀតសំណួរ4ចូលពិពណ៌នាពីមូលហេតុដែលធ្វើឲ្យសង្គ្រាមស៊ីវិលផ្ទុះឡើងពីឆ្នាំ1970 1975ចម្លើយ4មូលហេតុដែលឲ្យមានសង្គ្រាមស៊ីវិលផ្ទះឡើងនៅក្នុងកម្ពុជាឆ្នាំ1970 1975ព្រោះដោយសារឥទ្ធិពលនៃសង្គ្រាមត្រជាក់ការអនុវត្តនយោបាយអព្យាក្រឹតរបស់ព្រះបាទនរោត្តមសីហនុមិនចំទីដៅឬលំអៀងអំពើពុករលួយបាក់ពួកនិយមកុបកម្មពេញផ្ទៃប្រទេសមន្ត្រីសម្ដេចសីហនុបតនិងព្រះអង្គការជ្រៀតជ្រែករបស់វៀតណាមចិនសហរដ្ឋអាមេរិកក្នុងនយោបាយខ្មែរការបង្កើតរងសិលរួបរวมជាតិកម្ពុជារបស់ព្រះបាទនរោត្តមសីហនុមានមតិត្រឹមត្រូវផ្សេងទៀតសំណួរ5តើសង្គ្រាមពីឆ្នាំ1970 1975មានផលវិបាកអ្វីខ្លះសម្រាប់កម្ពុជាចម្លើយ5ផលវិបាកនៃសង្គ្រាម1970 1975មានដូចជាវិស័យសង្គមសង្គ្រាមបានសម្លាប់ជីវិតមនុស្សជាង1 លាននាក់បន្សល់ទុកនៅស្ត្រីមេម៉ាយក្មេងកំព្រាចាស់ជរាជនពិការប្រជាជនភៀសខ្លួនពីជនបទចូលមកទីក្រុងរស់ដោយទុក្ខវេទនាអំពើពុករលួយភាពអយុត្តិធម៌អនាធិបតេយ្យឲ្យទូទាំងប្រទេសបំផ្លាញធនធានមនុស្សគ្រឹះស្ថានសិក្សាវត្តអារាមវិស័យសេដ្ឋកិច្ចដីស្រែចម្ការបោះបង់ចោលក្លាយជាចម្ការមានរណ្ដៅគ្រាប់បែករោងចក្រសហគ្រាស75ត្រូវបំផ្លិចបំផ្លាញចម្ការកៅស៊ូត្រូវបោះបង់ចោលផ្លូវថ្នល់ស្ពាន70ត្រូវអន្តរាយសេដ្ឋកិច្ចជាតិត្រូវធ្លាក់ចុះវិស័យនយោបាយប្រទេសជាតិត្រូវបាត់បង់កិត្តិយសកេរ្តិ៍ឈ្មោះកិត្យានុភាពលើឆាកអន្តរជាតិអស្ថិរភាពនយោបាយដោយសង្គ្រាមស៊ីវិលបានបង្កវិនាសកម្មលើគ្រប់វិស័យផ្ដល់ឱកាសពួកខ្មែរក្រហមឡើងកាន់អំណាចគឺកម្ពុជាធ្លាក់ទៅក្នុងរបបអង្គការនៃអំពើប្រល័យពូជសាសន៍មានមតិត្រឹមត្រូវផ្សេងទៀតប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង21សីហា2017វិញ្ញាសាប្រវត្តិវិទ្យាថ្នាក់វិទ្យាសាស្ត្រនួ1តើស្តេចខ្មែរអង្គណាដែលទាមទារបានសម្រេចឯករាជ្យពីបារាំងចម្លើយ1ស្តេចខ្មែរដែលទាមទារបានឯករាជ្យពីបារាំងគឺសម្ដេចព្រះនរោត្តមសីហនុសម្ដេចតាសម្ដេចព្រះបរមរណកតសំណួរ2តើសង្គ្រាមត្រជាក់ក្នុងទសវត្សរ៍ឆ្នាំ1950និង1960នាំមកអ្វីខ្លះដល់ឧបទ្វីបឥណ្ឌូចិនចម្លើយ2សង្គ្រាមត្រជាក់ក្នុងទសវត្សរ៍ឆ្នាំ1950 1960បាននាំមកដល់ឧបទ្វីបឥណ្ឌូចិនរួមមានប្រទេសនៅក្នុងតំបន់ឥណ្ឌូចិនទទួលបានឯករាជ្យមានស្វ័យភាពក្នុងការដឹកនាំប្រទេសកម្ពុជាទទួលបានអព្យាក្រឹតមានការអភិវឌ្ឍលើគ្រប់វិស័យកម្ពុជាមានស្ថិរភាពនិងចូលជាសមាជិកអង្គការសហប្រជាជាតិការគៀបសង្កត់ពីមហាអំណាចជំនុកវិជាសេរីនិងកុម្មុយនីស
សង្គ្រាមនៅវៀតណាមកើតឡើងវៀតណាមបែងចែកជាពីរកុម្មុយនីសនិងសេរីប្រទេសឡាវបែងចែកជាពីរកុម្មុយនីសនិងសេរីកម្ពុជាមានទំនាស់ជាមួយប្រទេសជិតខាងនិងមតិផ្សេងទៀតសំណួរ3ចូលពណ៌នាពីកត្តាសំខាន់ដែលធ្វើឲ្យរបបសាធារណរដ្ឋខ្មែរឆ្នាំ1970 1975ដួលរលំចម្លើយ3កត្តាសំខាន់ដែលនាំឲ្យរបបសាធារណរដ្ឋខ្មែរឆ្នាំ1970 1975ដួលរលំប្រជាជនតំបន់រំដោះនិងក្រុងភ្នំពេញនឿយណាយនឹងរបបសាធារណរដ្ឋខ្មែរដែលប្រកបដោយអំពើពុករលួយនិងពោរពេញដោយភាពអាប់អូរប្រជាជនភាគសឹកមកកាន់ទីក្រុងភ្នំពេញដែលកើនប្រមាណ2លាននាក់រស់នៅដោយបាត់បង់ការងារខ្វះស្បៀងអាហារអតិផរណាទំនិញឡើងថ្លៃតម្លៃប្រាក់រៀលចុះថោកការដឹកជញ្ជូនស្បៀងនិងគ្រាប់រំសេវរបស់សហរដ្ឋអាមេរិកមកឧបត្ថម្ភប្រជាជនក្រុងភ្នំពេញនិងរលន់ណូត្រូវខ្មែរក្រហមកាត់ផ្តាច់ទាំងស្រុងនៅថ្ងៃទី1ខែមេសាឆ្នាំ1975លោកលន់ណូបានភៀសខ្លួនតាមយន្តហោះចេញពីកម្ពុជានិងទៅរស់នៅសហរដ្ឋអាមេរិកពួកខ្មែរក្រហមបានធ្វើការរឹតបន្តឹងការឡោមព័ទ្ធទីក្រុងភ្នំពេញការនាំស្បៀងចូលពិសេសការចរចាវាងរដ្ឋាភិបាលសាធារណរដ្ឋខ្មែរនិងរំសិលរួបរวมជាតិខ្មែរដឹកនាំដោយសម្ដេចនរោត្តមសីហនុពុំទទួលបានលទ្ធផលអ្វីសោះអាមេរិកបញ្ឈប់ការផ្ដល់ជំនួយនិងមតិផ្សេងទៀតសំណួរ4ចូលពណ៌នាពីចលនាស៊ូដើម្បីរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យឆ្នាំ1975 1979ចម្លើយ4ពណ៌នាចលនាស៊ូដើម្បីរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យគឺឆ្នាំ1975 1979ខែមករាឆ្នាំ1975មួយហ៊ូនឹមបានចេញមុខប្រឆាំងនឹងប៉ុល ពត ដើមខែមីនាឆ្នាំ1975ប្រជាជននៅចំការហ្លួងសៀមរាបទាមទារដំឡើងកម្រិតជីវភាពដើមខែមករាឆ្នាំ1977ប្រជាជននៅភូមិភាគខាងជើងឧត្តរនិងបាត់ដំបងប្រឆាំងនឹងប៉ុល ពត នៅដើមខែមីនានិងមេសាឆ្នាំ1977ប្រជាជននៅកំពង់ធំកំពង់ឆ្នាំងមណ្ឌលគិរីនិងចំការហ្លួងងើបឡើងប្រឆាំងនៅឆ្នាំ1977លោកហ៊ុនសែនបានរត់ទៅប្រទេសវៀតណាមដើម្បីបង្កើតតបស៊ូប្រឆាំងខ្មែរក្រហមថ្ងៃទី2ខែធ្នូឆ្នាំ1978មហាសន្និបាតបានសម្រេចបង្កើតរំសិលសាមគ្គីសង្គ្រោះជាតិកម្ពុជាជាតិដែលដឹកនាំដោយលោកហេងសំរិនមានជំនួយពីវៀតណាមនិងប្រជាជនកម្ពុជាក្នុងរយៈពេល3សប្តាហ៍កងទ័ពរំសិលសាមគ្គីសង្គ្រោះជាតិនិងកងទ័ពរំដោះប្រជាជនបានស្ទើរតែទាំងស្រុងថ្ងៃ7មករាឆ្នាំ1979ប្រជាជនខ្មែរបានរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនិងមតិផ្សេងទៀតសំណួរ5ចូលពណ៌នាពីសមិទ្ធផលរបស់រាជរដ្ឋាភិបាលពីឆ្នាំ1993ដល់ពេលបច្ចុប្បន្នចម្លើយ5សមិទ្ធផលរបស់រដ្ឋាភិបាលពីឆ្នាំ1993បច្ចុប្បន្នក្នុងប្រទេសអនុវត្តនយោបាយឈ្នះឈ្នះដោយរំលាយអង្គការចាត់តាំងខ្មែរក្រហមនិងធ្វើសមាហរណកម្មកងកម្លាំងខ្មែរក្រហមឲ្យមកចូលរួមរស់ជាមួយរាជរដ្ឋាភិបាលនៅឆ្នាំ1998នាំមកនូវសន្តិភាពវុបនីយកម្មនៅកម្ពុជារៀបចំការបោះឆ្នោតដោយខ្លួនឯងប្រកបដោយជោគជ័យទៅតាមលទ្ធិប្រជាធិបតេយ្យកំណែទម្រង់គ្រប់វិស័យអប់រំរដ្ឋបាលតុលាការនិងកងកម្លាំងប្រដាប់អាវុធកម្ពុជាប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីភពរាជរដ្ឋាភិបាលបានអនុវត្តនយោបាយយុទ្ធសាស្ត្រត្រីកោណនិងយុទ្ធសាស្ត្រចកោណនិងមតិផ្សេងទៀតនយោបាយក្រៅប្រទេសកម្ពុជាក្លាយជាសមាជិកអាស៊ានស្មើមុខស្មើមាត់ជាមួយប្រទេសនានាកម្ពុជាចូលជាសមាជិកឧទ្ធនឹងអង្គការនានាចូលរួមថែរក្សាសន្តិភាពពិភពលោកកងទ័ពមួកខៀវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំសមាគមអាស៊ាននិងមតិផ្សេងទៀតផ្នែកសេដ្ឋកិច្ចកសិកម្មមានការរីកចម្រើនដោយរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការបង្កើតប្រព័ន្ធធារាសាស្ត្រការបង្កាត់ពូជអនុវត្តសេដ្ឋកិច្ចទីផ្សារសេរីកម្ពុជាបានក្លាយជាកន្លែងវិនិយោគទុនដ៏ទាក់ទាញវិស័យឧស្សាហកម្មមានការរីកចម្រើនផ្នែករោងចក្រសហគ្រាសការធ្វើពាណិជ្ជកម្មក៏មានភាពងាយស្រួលជាងមុនប្រជាពលរដ្ឋអាចរកការងារធ្វើបានយ៉ាងទូលំទូលាយទាំងក្នុងប្រទេសនិងក្នុងតំបន់សេដ្ឋកិច្ចមានកំណើនខ្ពស់ក្នុងរយៈពេលវែងនិងចំណូលវិការក៏ឡើងជាប្រចាំ
មានកំណើនទេសចរដែលនាំឲ្យមានកំណើនការងារនិងប្រាក់ចំណូលដល់ប្រជាជនទេសចរធម្មជាតិឆ្នេរសមុទ្រស្អាតទឹកជ្រោះទេសចរវប្បធម៌ប្រាសាទអង្គរវត្តប្រាសាទព្រះវិហារការចូលជាសមាជិកអាស៊ានក៏ជាផ្នែកមួយដែលជំរុញឲ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនជារៀងរាល់ឆ្នាំផងដែរមានការកសាងហេដ្ឋារចនាសម្ព័ន្ធស្ពានផ្លូវអាកាសផ្លូវដែកនិងផ្លូវថ្នល់និងពង្រីកអាកាសយានដ្ឋានព្រមទាំងការលើកលែងទិដ្ឋាការនិងមតិផ្សេងទៀតផ្នែកអប់រំវប្បធម៌កសាងសាលារៀនពីទីក្រុងដល់ជនបទដាច់ស្រយាលចំណេះដឹងអាហារូបករណ៍សម្រាប់និស្សិតបានធ្វើឲ្យមន្ត្រីរាជការប្រជាជននិងយុវជនកម្ពុជាបានរៀនសូត្រនិងទទួលបាននូវឱកាសល្អជាច្រើនបង្កើតនិងជួសជុលកីឡាដ្ឋានបណ្ដុះបណ្ដាលជំនាញកីឡាករទទួលបានមេដាយមាសប្រាក់សំរឹទ្ធលើឆាកអន្តរជាតិអភិរក្សសម្បត្តិវប្បធម៌ទាំងរូបីនិងអរូបីព្រមទាំងបានដាក់បញ្ចូលសម្បត្តិវប្បធម៌កម្ពុជាជាបេតិកភណ្ឌពិភពលោករមណីយដ្ឋានអង្គរប្រាសាទព្រះវិហារប្រាសាទសម្បូរព្រៃគុករបាំព្រះរាជទ្រព្យល្ខោនស្រមោលស្បែកធំចាប៉ីដងវែងនិងមតិផ្សេងទៀតផ្នែកសង្គមកិច្ចកម្ពុជាទទួលបាននូវកិច្ចសហការជាមួយប្រទេសក្នុងតំបន់ក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខសង្គមទប់ស្កាត់ការជួញដូរមនុស្សថ្នាំញៀននិងអំពើភេរវកម្មមានការកសាងមណ្ឌលសុខភាពមន្ទីរពេទ្យនៅតាមឃុំសង្កាត់ស្រុកខណ្ឌមានសេរីភាពសារព័ត៌មាននិងអនុញ្ញាតឲ្យមានសិទ្ធិសេរីភាពក្នុងការបង្កើតអង្គការសង្គមស៊ីវិលសម្ភារយេនឌ័រផ្ដល់សិទ្ធិដល់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តមានការជួយគ្នាទៅវិញទៅមករវាងប្រទេសសមាជិកតាមរយៈការផ្ទេរបទពិសោធន៍និងមតិផ្សេងទៀតប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង20សីហា2018វិញ្ញាសាប្រវត្តិវិទ្យាថ្នាក់វិទ្យាសាស្ត្ររយៈពេល60នាទីពិន្ទុ50សំណួរ1តើអ្នកនយោបាយខ្មែររូបណាដែលបានបញ្ចប់សង្គ្រាមក្នុងស្រុកឆ្នាំ1998ចម្លើយ1អ្នកនយោបាយខ្មែរដែលបានបញ្ចប់សង្គ្រាមក្នុងស្រុកឆ្នាំ1998គឺសម្ដេចអាគមហាសេនាបតីហ៊ុនសែនសំណួរ2តើអាណាព្យាបាលបារាំងបាននាំអ្វីខ្លះមកដល់កម្ពុជាចម្លើយ2អាណាព្យាបាលបារាំងបាននាំមកដល់កម្ពុជាលទ្ធផលវិជ្ជមានការពារទឹកដីនិងពូជសាសន៍ខ្មែរឲ្យនៅគង់វង្សកែតម្រង់សង្គមខ្មែរប្រពន្ធច្បាប់តុលាការរដ្ឋបាលពន្ធដារការចុះបញ្ជីអប់រំសិក្សាធិការឲ្យមានលក្ខណៈប្រសើរជាងមុនសិក្សាស្រាវជ្រាវចុងក្រងអរិយធម៌ប្រវត្តិសាស្ត្រខ្មែរនិងធ្វើការផ្សព្វផ្សាយទៅលើឆាកអន្តរជាតិនិងជួយជួសជុលប្រាសាទខ្មែរឲ្យគង់វង្សតាមរយៈសាលាចុងបូព្រាសាងសង់ផ្លូវស្ពានសាលារៀនមន្ទីរពេទ្យនិងសមិទ្ធផលផ្សេងទៀតទាមទារយកខេត្តខ្មែរពីសៀមវិញដូចជាខេត្តស្ទឹងត្រែង1893ខេត្តត្រាតកោះកុងមជូរព្រៃទន្លេពៅនៅឆ្នាំ1904ខេត្តសៀមរាបបាត់ដំបងសេរីសោភុនឆ្នាំ1907គូផែនទីដងរែកឆ្នាំ1908សម្រាប់ជាប្រយោជន៍ដល់ខ្មែរលទ្ធផលអវិជ្ជមានជំរិតទារពន្ធយ៉ាងធ្ងន់ធ្ងរធ្វើឲ្យប្រជាជនខ្មែរកាន់តែក្រីក្រនិងធ្វើឲ្យមានគម្លាតរវាងអ្នកមាននិងអ្នកក្រអ្នកទីក្រុងនិងជនបទកេណ្ឌប្រជាជនខ្មែរឲ្យទៅច្បាំងក្នុងសង្គ្រាមលោកទាំងពីរលើកប្រមូលយកកិច្ចភណ្ឌនិងសម្បត្តិមានតម្លៃយកទៅស្រុកបារាំងកាត់ទឹកដីខ្មែរឲ្យសៀមនិងយួនស្រេចតែចិត្តដូចជា1907កាត់ខេត្តត្រាតឲ្យសៀម31មករា1939បារាំងដាក់បញ្ចូលកោះត្រល់ក្នុងដែនរដ្ឋបាលកូសាំងស៊ីន04មិថុនា1949បារាំងកាត់ដែនដីកូសាំងស៊ីនកម្ពុជាក្រោមឲ្យទៅមហាអំណាចវៀតណាមមានមតិត្រឹមត្រូវផ្សេងទៀតសំណួរ3ចូលពណ៌នាពីកត្តាសំខាន់ដែលនាំឲ្យកម្ពុជាប្រជាធិបតេយ្យឆ្នាំ1975ដល់1979ដួលរំចម្លើយ3កត្តាដែលនាំឲ្យកម្ពុជាប្រជាធិបតេយ្យឆ្នាំ1975ដល់1979ដួលរំមានការស្អប់ខ្ពើមរបស់ប៉ុល ពតរបស់ប្រជាជនកម្ពុជាព្រោះរោគនេះបានធ្វើទារុណកម្មនិងបានកាប់សម្លាប់ប្រជាជនបង្ខំឲ្យមនុស្សធ្វើការជាទម្ងន់សុខភាពទ្រុឌទ្រោមនិងបាក់កម្លាំងកង្វះអាហារកង្វះសម្លៀកបំពាក់គ្មានថ្នាំព្យាបាលរងចាំតែក្តីស្លាប់បំបិទសិទ្ធិសេរីភាពជំនឿសាសនាប្រពៃណីទំនៀមទម្លាប់ការសម្រិតសម្រាំងយកមនុស្សបដិវត្តន៍បរិសុទ្ធ
នៅពាក់កណ្ដាលឆ្នាំ1976មានការសម្រិតសម្រាំងយកមនុស្សបដិវត្តន៍បរិសុទ្ធក្នុងចំណោមសមាជិកសំខាន់ក្នុងបកកុម្មុយនីសកម្ពុជាការសម្រិតសម្រាំងយកមនុស្សបដិវត្តន៍បរិសុទ្ធក្នុងចំណោមសមាជិកសំខាន់ក្នុងបកកុម្មុយនីសកម្ពុជាបានធ្វើឲ្យបែកបាក់ផ្ទៃក្នុងពិសេសជួរអ្នកដឹកនាំការធ្វើសង្គ្រាមជាមួយវៀតណាមចាប់ពីឆ្នាំ1975កម្ពុជាប្រជាធិបតេយ្យចាប់ផ្ដើមបង្កជម្លោះនៅតាមព្រំដែនជាមួយប្រទេសវៀតណាមដោយពុំប្រមាណកម្លាំងរបស់ខ្លួនកងទ័ពខ្មែរក្រហមមានចំនួនតិចយុទ្ធសាស្ត្រធ្វើសង្គ្រាមខ្សោយនិងយុទ្ធសាស្ត្រធ្វើសង្គ្រាមពូកែតែកងទ័ពវៀតណាមមានអាវុធទំនើបការបង្កើតរងសិរសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី02ធ្នូ1978ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានបង្កើតឡើងដែលមានបំណងផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យថ្ងៃទី25ធ្នូ1978រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានិងកងទ័ពស្ម័គ្រចិត្តវៀតណាមបានបើកការវាយប្រហារលើកម្ពុជាប្រជាធិបតេយ្យរហូតបានជោគជ័យនៅថ្ងៃទី07មករាឆ្នាំ1979មានមតិត្រឹមត្រូវផ្សេងទៀតសំណួរ4ចូលពណ៌នាពីទួលនីតិរបស់សហគមន៍អាស៊ាននៅអាស៊ីអាគ្នេយ៍ចម្លើយ4ទួលនីតិរបស់សហគមន៍អាស៊ាននៅអាស៊ីអាគ្នេយ៍មានដូចជាផ្នែកនយោបាយរក្សាសន្តិសុខសន្តិភាពក្នុងតំបន់និងអន្តរជាតិចូលរួមដោះស្រាយវិវាទឬជម្លោះក្នុងតំបន់និងអន្តរជាតិធ្វើឲ្យមានឯកភាពក្នុងការដឹកនាំស្របតាមលទ្ធិប្រជាធិបតេយ្យផ្នែកសេដ្ឋកិច្ចជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោកជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មនិងការអភិវឌ្ឍទីផ្សារដើម្បីប្រកួតប្រជែងជាមួយប្រទេសជឿនលឿនបង្កើនកិច្ចសហប្រតិបត្តិការលើផ្នែកទេសចរណ៍ដើម្បីបង្កើនការងារនិងប្រាក់ចំណូលដល់ប្រជាជនផ្នែកសង្គមជំរុញកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ជំនឿសាសនានិងប្រពៃណីទំនៀមទម្លាប់ផ្លាស់ប្តូរបទពិសោធន៍ផ្នែកអប់រំសិក្សាធិការការបណ្ដុះបណ្ដាលធនធានមនុស្សបច្ចេកវិទ្យាវិទ្យាសាស្ត្រលើកកម្ពស់សិទ្ធិមនុស្សនិងសម្ភារយេនឌ័រក្នុងតំបន់បង្កើតទំនាក់ទំនងល្អជាមួយប្រជាជាតិនានាក្នុងដំណប់និងពិភពលោកមានមតិត្រឹមត្រូវផ្សេងទៀតសំណួរ5តើសន្តិភាពដែលសម្រេចបានចាប់ពីឆ្នាំ1998បាននាំអ្វីខ្លះមកដល់កម្ពុជាចម្លើយ5សន្តិភាពដែលសម្រេចបានចាប់ពីឆ្នាំ1998បាននាំមកដល់កម្ពុជាលើគ្រប់វិស័យដូចជាវិស័យនយោបាយក្នុងប្រទេសកម្ពុជាទទួលបានសុខសន្តិភាពនិងស្ថិរភាពនយោបាយមានការបោះឆ្នោតជ្រើសរើសមេដឹកនាំនយោបាយក្រៅប្រទេស1999កម្ពុជាបានក្លាយជាសមាជិកអាស៊ាន2004ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក2012កម្ពុជាបានធ្វើជាប្រធានអាស៊ានកម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសក្នុងតំបន់និងក្នុងពិភពលោកវិស័យសេដ្ឋកិច្ចកសិកម្មមានកំណើនទិន្នផលកសិកម្មព្រោះសម្បូរទីផ្សារឧស្សាហកម្មកំណើនរោងចក្រសហគ្រាសពាណិជ្ជកម្មសម្បូរវិនិយោគិនសម្បូរទីផ្សារទេសចរបង្កើនភ្ញៀវទេសចរបង្កើនការងារនិងប្រាក់ចំណូលដល់ប្រជាជនហិរញ្ញវត្ថុស្ថិរភាពអត្រាប្តូរប្រាក់គមនាគមន៍មានការសាងសង់ស្ពានផ្លូវពីទីក្រុងដល់ជនបទដោយមានប្រព័ន្ធថតទឹកភ្លើងនិងមានកំណើនសេដ្ឋកិច្ចរាល់ឆ្នាំវិស័យសង្គមវិស័យអប់រំមានសាលារៀនគ្រប់កម្រិតគ្រប់ទីកន្លែងនិងមានធនធានមនុស្សវប្បធម៌កោះកាយវប្បធម៌ឲ្យរស់ឡើងវិញដាក់បញ្ចូលសម្បត្តិវប្បធម៌ជាបេតិកភណ្ឌពិភពលោកសុខដុមរមនាក្នុងសាសនាសុខាភិបាលមានការបង្កើតមន្ទីរពេទ្យមណ្ឌលសុខភាពពីទីក្រុងដល់ជនបទផ្ដល់សិទ្ធិដល់ស្ត្រីសម្ភារយេនឌ័រមានមតិត្រឹមត្រូវផ្សេងទៀតប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង20សីហា2019វិញ្ញាសាប្រវត្តិវិទ្យាថ្នាក់វិទ្យាសាស្ត្ររយៈពេល60នាទីពិន្ទុ50ប្រធានសំណួរ1ចូលរៀបរាប់ពីមេដឹកនាំខ្មែរក្រហមសំខាន់ចំនួន5រូបចម្លើយ1មេដឹកនាំសំខាន់មានដូចជាសាឡុតសឺប៉ុលពតនួនជាខៀវសំផនអៀងសារីសុនសេនអៀងធីរិតវុនវេតសោផឹមឈិតជឿនសំណួរ2ចូលអ្នកពណ៌នាពីចលនាស៊ូរបស់កម្ពុជាដើម្បីទទួលបានឯករាជ្យពីបារាំងចម្លើយ
2. ចលនាតស៊ូរបស់កម្ពុជាដើម្បីទទួលបានឯករាជ្យពីបារាំងមានការតស៊ូដោយហិង្សាគឺជាចលនាដោយប្រើអាវុធប្រយុទ្ធបង្ហូរឈាមដើម្បីទាមទារឯករាជ្យដោយចលនាតស៊ូរបស់ខ្មែរឥស្សរៈដែលក្រុមនេះបានពង្រីកក្រុមខ្លួនទូទាំងប្រទេសការតស៊ូដោយអហិង្សាគឺជាចលនាតស៊ូដោយសន្តិវិធីតាមរយៈមធ្យោបាយការទូតពោលគឺធ្វើតាមរយៈនយោបាយក្រៅប្រទេសជាមួយបារាំងកាណាដាសហរដ្ឋអាមេរិកថៃតាមរយៈនយោបាយការទូតនិងការសែតព្រះបាទនរោត្តមសីហនុបានមានព្រះបន្ទូលថាបើបារាំងមិនព្រមប្រគល់ឯករាជ្យឲ្យកម្ពុជាទេនោះកម្ពុជាក្លាយជាប្រទេសកុម្មុយនីសសកម្មភាពខាងក្នុងប្រទេសព្រះអង្គបានគង់នៅតំបន់ស្វិយក្នុងខេត្តសៀមរាបបាត់ដំបងកំពង់ធំដោយមិនយាងមកភ្នំពេញហើយទ្រង់បានបង្កើតកងជីវពលនារីក្លាហានដើម្បីឲ្យប្រជារាស្ត្រក្រោកឈរឡើងទាមទារឯករាជ្យបរិបូរណ៍សំណួរ 3. ចូលអ្នកព័ន្ធនាពីរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាចម្លើយ 3. ចូលព័ន្ធនាពីរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាអង្គការគ្រប់គ្រងសំខាន់នៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាគ្រប់គ្រងដោយបាក់តែមួយគឺគណបកប្រជាជនបដិវត្តន៍កម្ពុជានិងមានអង្គការគ្រប់គ្រងសំខាន់4គឺគណបកប្រជាជនបដិវត្តន៍កម្ពុជាក្រុមប្រឹក្សាប្រជាជនបដិវត្តន៍ឬក្រុមប្រឹក្សារដ្ឋមន្ត្រីក្រុមប្រឹក្សារដ្ឋរដ្ឋសភាជាតិរដ្ឋអំណាចខ្មែរដំណាក់កាលដំបូងក្រសួងសំខាន់គ្រប់គ្រងដោយមនុស្សពីរក្រុមគឺអ្នកអស៊ូចាស់នៅតាមភូមិភាគបូព្រាសមិទ្ធហេងសំរិនជាស៊ីមហ៊ុនសែននិងអ្នករៀននៅវៀតណាមក្រោយសន្និសីទទីក្រុងសឺណែវឆ្នាំ1954សមិទ្ធប៉ែនសវណ្ណនិងច័ន្ទស៊ីដំណាក់កាលបន្ទាប់ពេលប្រទេសមានសន្តិសុខមានលំនឹងរដ្ឋាភិបាលជ្រើសរើសអ្នកមានសមត្ថភាពឲ្យបម្រើក្នុងក្បាលម៉ាស៊ីនដឹកនាំរដ្ឋជំនាញការនិងកងទ័ពវៀតណាមអ្នកជំនាញវៀតណាមអំរដ្ឋអំណាចខ្មែរទាំងពីថ្នាក់ក្រសួងដល់ថ្នាក់មូលដ្ឋានដើម្បីជួយពង្រឹងរដ្ឋបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាកងទ័ពវៀតណាមនៅពេញផ្ទៃប្រទេសកម្ពុជាដើម្បីជួយទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍របបសាធារណរដ្ឋប្រជាមានិតកម្ពុជា07មករា1979 30មេសា1989មានភារកិច្ចចាំបាច់ពីរគឺការកសាងសន្តិភាពនិងការស្ថាបនាជាតិឡើងវិញកិច្ចការពារជាតិដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញរបស់ខ្មែរក្រហមរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាបានចាត់វិធានការដូចទៅការបង្កើតកងសេនាជនតាមភូមិបង្កើតក្រុមស្វ័យការពារក្រុមយាមកាមធ្វើការជ្រើសកងទ័ពបង្កើតកាតព្វកិច្ចយោធាធ្វើការហ្វឹកហ្វឺនវឹកហាត់ក្បួនយោធាដល់សិស្សនិស្សិតមុនចូលរៀនលើកទ័ពវាយប្រហារលើកងទ័ពខ្មែរក្រហមនារដូវប្រាំងនិងធ្វើការគ្រប់គ្រងតាមតំបន់ព្រំដែនបង្កើតការការពារនៅតាមព្រំដែនកម្ពុជាខ្មែរថៃដោយបានអនុវត្តផែនការ5កេណ្ឌកងកម្លាំងកាប់ឆ្ការព្រៃការពារព្រំដែនកម្ពុជាស្វែងរកការចរចាបញ្ចប់សង្គ្រាមការកសាងជាតិរដ្ឋាភិបាលបានរៀបចំកសាងជាតិដូចជាការស្ថាបនាសេដ្ឋកិច្ចបញ្ហាបន្ទាន់គឺបញ្ហាស្បៀងដូចនេះរដ្ឋាភិបាលបានអំពាវនាវសុំជំនួយពីសហគមន៍អន្តរជាតិបង្កើតក្រុមសាមគ្គីបង្កបង្កើនផលឆ្នាំ1983ដល់1986បដូរពីក្រុមសាមគ្គីបង្កបង្កើនផលទៅជាម្ចាស់ការទាំងស្រុងដោយបានធ្វើការចែកដីធ្លីនិងឈានទៅរកកម្មសិទ្ធិឯកជនអនុវត្តមុខព្រួញទាំង4នៃសេដ្ឋកិច្ចការស្ថាបនាសង្គមវិស័យអប់រំប្រព័ន្ធអប់រំត្រូវបានស្ដារឡើងវិញដោយបើកទ្វារសាលាទូសិស្សនិស្សិតឲ្យចូលរៀនធ្វើការជ្រើសរើសនិងបណ្ដុះបណ្ដាលគ្រូបង្រៀនជំរុញចលនាអក្ខរកម្មនិងបំពេញវិជ្ជាអនុវត្តនយោបាយអ្នកចេះច្រើនបង្រៀនអ្នកចេះតិចឯអ្នកចេះតិចបង្រៀនអ្នកអត់ចេះបញ្ជូននិស្សិតទៅសិក្សានៅបរទេសវិស័យវប្បធម៌បើកសេរីភាពដល់ជំនឿសាសនាប្រពៃណីទំនៀមទម្លាប់បើកទ្វារសាលាវិចិត្រសិល្បៈនិងប្រមូលផ្ដុំសិល្បករវិស័យសង្គមបង្កើតមជ្ឈមណ្ឌលកុមារកំព្រាបង្កើតសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់ជនពិការនិងស្ត្រីមេម៉ាយបង្កើតច្បាប់ការពារកម្មសិទ្ធិឯកជន1987វិស័យសុខាភិបាលបើកទ្វារមន្ទីរពេទ្យទទួលពិនិត្យនិងព្យាបាលជំងឺបើកទ្វារសាលាបណ្ដុះបណ្ដាលពេទ្យមានមហាវិទ្យាល័យវេជ្ជសាស្ត្រសាស្ត្រសាស្ត្រទុនសាស្ត្រសំណួរ 4. មូលហេតុអ្វីបានជាមានរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តសីហនុឆ្នាំ1970រដ្ឋប្រហារនេះមានផលវិបាកអ្វីខ្លះដល់កម្ពុជាចម្លើយ
4. មូលហេតុនិងផលវិបាកនៃរដ្ឋប្រហារឆ្នាំ 1970 ហេតុដែលនាំឲ្យមានរដ្ឋប្រហារឆ្នាំ 1970 មុនរដ្ឋប្រហារប្រទេសកម្ពុជាជួបនូវវិបត្តិសង្គមសេដ្ឋកិច្ចនយោបាយយ៉ាងធ្ងន់ធ្ងរដែលមិនអាចដោះស្រាយបានដូចជាវិបត្តិសង្គមការបែកបាក់សាមគ្គីជាតិទៅតាមមនោគមវិជ្ជាដែលសាបព្រោះដោយអ្នកនយោបាយខ្មែរក្រហមខ្មែរខៀវខ្មែរសង្គមជួបនៅអំពើពុករលួយបាក់ពួកនិយមអនាធិបតេយ្យអយុត្តិធម៌ចោរកម្មប្រជាជនរស់នៅតាមព្រំដែនកម្ពុជាពីសហរដ្ឋអាមេរិកយ៉ាងខ្លាំងវៀតណាមរងនៅការទម្លាក់គ្រាប់បែកភាពចលាចលបាតុកម្មកុបកម្មប្រឆាំងនឹងវត្តមានប្រជាជននិងកងទ័ពវៀតណាមកាន់តែច្រើនឡើងលើទឹកដីកម្ពុជាវិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសេដ្ឋកិច្ចជាតិធ្លាក់ចុះយ៉ាងខ្លាំងងើបលែងរួចដោយការធ្វើជាតូបនីយកម្មបានធ្វើឲ្យធនាគារឯកជនក្រុមហ៊ុនឯកជនត្រូវបិទទ្វារប្រជាជនអត់ការងារធ្វើរដ្ឋបាត់បង់នៅប្រាក់ចំណូលដោយសារទំនិញកិច្ចពន្ធអំពើពុករលួយនិងការបដិសេធជំនួយពីសហរដ្ឋអាមេរិកការចំណាយនិងចំណូលខ្វះតុល្យភាពទំនិញឡើងថ្លៃអតិផរណាក្រដាសប្រាក់សេវាដឹកជញ្ជូនត្រូវរងស្ទះវិបត្តិនយោបាយឥទ្ធិពលនៃសង្គ្រាមត្រជាក់បានបណ្ដាលឲ្យកើតមានបញ្ហាដូចជាការអនុវត្តគោលនយោបាយអព្យាក្រឹតឲ្យមិនចំទិសដោយនឹងបានលូកដៃចូលក្នុងសង្គ្រាមវៀតណាមអ្នកនយោបាយខ្មែរបែកបាក់សាមគ្គីជាតិគិតតែអំណាចគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនអ្នកនយោបាយខ្លះទៀតរៀបចំផែនការក្បត់សម្ដេចនរោត្តមសីហនុមានការផ្លាស់ប្ដូររដ្ឋាភិបាលញឹកញាប់ពេកពីរដ្ឋាភិបាលសំណាងចុងក្រោយទៅរដ្ឋាភិបាលស្រោចស្រង់ជាតិខ្មែរក្រហមបានពង្រឹងកម្លាំងនៅតាមភូមិភាគឥសានឧត្តរពីរយប់ហើយបានវាយប្រហារលើរបបសង្គមរាស្ត្រនិយមព្រមទាំងបានគ្រប់គ្រងទឹកដីបានមួយចំនួនរដ្ឋាភិបាលពុំអាចទប់ស្កាត់ការបះបោររបស់ប្រជាជនប្រឆាំងនឹងវត្តមានប្រជាជននិងកងទ័ពវៀតណាមកាន់តែច្រើនលើទឹកដីកម្ពុជាមូលហេតុខាងលើនេះហើយបណ្ដាលឲ្យមានរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមចេញពីប្រមុខរដ្ឋនាថ្ងៃទី18មីនាឆ្នាំ1970សីហនុផលវិបាកនៃរដ្ឋប្រហារឆ្នាំ1970រដ្ឋប្រហារពុំបាននាំឲ្យប្រទេសកម្ពុជាឈានទៅរកដំណោះស្រាយនិងភាពចម្រុងចម្រើននោះទេមានតែនាំមកនូវសង្គ្រាមស៊ីវិលការបាត់បង់ការខូចខាតនិងភាពវិនាសកម្មដូចជាខាងសង្គមការបែកបាក់ជាតិបាតុកម្មកោតកម្មកុបកម្មដែលបង្កនូវភាពច្របូកច្របល់ភាពអនាធិបតេយ្យឲ្យទូទាំងប្រទេសប្រជាជនរងទុក្ខវេទនាព្រាត់ប្រាសគ្រួសារផ្ទះសម្បែងរងគ្រោះលឹកប្រជាជនរស់នៅប្រឈមមុខនឹងមនោគមវិជ្ជានៃសង្គ្រាមត្រជាក់និងការទម្លាក់គ្រាប់បែកសឹកសង្គ្រាមប្រជាជនមួយចំនួនបានរត់ចូលព្រៃតាមការអំពាវនាវរបស់សម្ដេចនរោត្តមសីហនុឯខ្លះទៀតរត់ភៀសខ្លួនទៅកាន់ទីក្រុងភ្នំពេញរស់នៅដោយខ្វះអាហារនិងអត់មានការងារធ្វើខាងសេដ្ឋកិច្ចរដ្ឋប្រហារធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាជាប់គាំងដោយដីស្រែចម្ការទុកទំនេរចោលទិន្នផលធ្លាក់ចុះរោងចក្រសហគ្រាសត្រូវបានបិទទ្វារទំនិញឡើងថ្លៃអតិផរណាសាច់ប្រាក់ខាងណូបាយកម្ពុជាបាត់បង់កេរ្តិ៍ឈ្មោះគិតយល់លើឆាកអន្តរជាតិអស្ថិរភាពខាងផ្នែកនយោបាយធ្វើឲ្យប្រជាជនបាត់បង់នូវជំនឿលើមេដឹកនាំកម្ពុជាបាត់បង់ឯករាជ្យអធិបតេយ្យឲ្យភាពបូរណភាពទឹកដីមានការផ្លាស់ប្ដូររបបនយោបាយជាការបើកផ្លូវឲ្យខ្មែរក្រហមឡើងកាន់អំណាចដែលនាំកម្ពុជាទៅរកការកាន់កាប់របបប្រល័យពូជសាសន៍មានចម្លើយត្រឹមត្រូវផ្សេងទៀតប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង27ធ្នូ2021វិញ្ញាសាប្រវត្តិវ័នថ្នាក់ជាព្យាសាស្ត្ររយៈពេល60នាទីសំណួរ1តើសមាគមអាស៊ានមានប្រទេសណាខ្លះជាសមាជិកចម្លើយ1ប្រទេសជាសមាជិកអាស៊ានមានព្រះរាជាណាចក្រថៃឡង់ដោះសាធារណរដ្ឋសិង្ហបុរីសាធារណរដ្ឋឥណ្ឌូនេស៊ីសាធារណរដ្ឋហ្វីលីពីនសហព័ន្ធម៉ាឡេស៊ីបរុយនេដារូសាឡឹមសាធារណរដ្ឋសង្គមនិយមវៀតណាមសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាសាធារណរដ្ឋប្រជាធិបតេយ្យឲ្យប្រជាមានិតឡាវព្រះរាជាណាចក្រកម្ពុជាសំណួរ2ចូលអ្នកពិពណ៌នាពីបញ្ហាធំនៅក្នុងពិភពលោកចម្លើយ2នៅពេលបច្ចុប្បន្ននេះពិភពលោកប្រឈមមុខនឹងបញ្ហាធំជាច្រើនដូចជាបញ្ហាបរិស្ថានបម្រែបម្រួលអាកាសធាតុគ្រោះធម្មជាតិគ្រោះរាំងស្ងួតកំណើនកម្ដៅផែនដីភ្លើងឆេះព្រៃរញ្ជួយដីព្យុះភ្លៀងទឹកជំនន់និងសម្រាមបញ្ហាកំណើនប្រជាជនឧបត្ថម្ភថាមពលសុវត្ថិភាពស្បៀងភាពក្រីក្រជនអន្តោប្រវេសន៍ជនអន្តោប្រវេសន៍ការជួញដូរមនុស្សគ្រឿងញៀនពលកម្មកុមារ
បញ្ហាសន្តិសុខស្បៀងកង្វះស្បៀងចោទជាបញ្ហានាំមកនូវភាពក្រីក្រនិងគ្រោះលើកជំងឺឆ្លងកង្វះអនាម័យខ្វះការការពារបញ្ហាសង្គមនិងអត្ថរភាពសន្តិសុខសង្គមហាក់គ្មានសមត្ថភាពបង្កើតប្រព័ន្ធសន្តិសុខឲ្យប្រសើរសម្រាប់មនុស្សជាតិអត្ថរភាពដោយការកើតឡើងនូវអាវុធប្រឡាយលោកការកើតឡើងនូវភេរវកម្មអន្តរជាតិឧក្រិដ្ឋកម្មឆ្លងដែនការជួញដូរគ្រឿងញៀនជួញដូរមនុស្សធ្វើចរាចរណ៍ក្រដាសប្រាក់คล้ายការជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតការរីករាលដាលនៃជំងឺ COVID-19 ឬ Corona Alpha Delta ភូមិក្រុងជំងឺនេះបានប៉ះពាល់ដល់អាយុជីវិតមនុស្សសង្គមសេដ្ឋកិច្ចសំណួរ3ចូលអ្នកពិពណ៌នាពីសមិទ្ធផលសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាចម្លើយ3សមិទ្ធផលសំខាន់របស់រាជរដ្ឋាភិបាលមានវិស័យនយោបាយរាជរដ្ឋាភិបាលបានអនុវត្តនយោបាយយុទ្ធសាស្ត្រត្រីកោណនិងយុទ្ធសាស្ត្រចកោណអនុវត្តនយោបាយឈ្នះដោយរំលាយអង្គការចាត់តាំងខ្មែរក្រហមនិងធ្វើស្នេហារណកម្មកងកម្លាំងខ្មែរក្រហមឲ្យមកចូលរួមរស់ជាមួយរាជរដ្ឋាភិបាលនៅឆ្នាំ1998និងនាំមកនូវសន្តិភាពរូបនីយកម្មនៅកម្ពុជារៀបចំការបោះឆ្នោតដោយខ្លួនឯងប្រកបដោយភាពជោគជ័យទៅតាមលទ្ធិប្រជាធិបតេយ្យនៅឆ្នាំ1998កំណែទម្រង់គ្រប់វិស័យអប់រំរដ្ឋបាលតុលាការនិងកម្លាំងប្រដាប់អាវុធកម្ពុជាប្រកាន់យកលទ្ធិប្រជាធិបតេយ្យឲ្យសេរីភពលើកកម្ពស់សិទ្ធិមនុស្សនិងសម្ភារយេនឌ័រឆ្នាំ1999កម្ពុជាបានក្លាយជាសមាជិកអាស៊ានឆ្នាំ2004កម្ពុជាបានក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក UNCTAD កម្ពុជាបានក្លាយជាប្រធានអាស៊ានវិលជុំ3លើកនៅឆ្នាំ2002 2012និង2022កម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសក្នុងតំបន់និងពិភពលោកចូលរួមថែរក្សាសន្តិភាពពិភពលោកកងទ័ពមុខខៀវចម្លើយត្រឹមត្រូវផ្សេងទៀតវិស័យសេដ្ឋកិច្ចកសិកម្មមានការរីកច្រើនដោយរាជរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការបង្កើតប្រព័ន្ធធារាសាស្ត្រការបង្កាត់ពូជអនុវត្តសេដ្ឋកិច្ចទីផ្សារសេរីកម្ពុជាបានក្លាយជាកន្លែងវិនិយោគទុនដ៏ទាក់ទាញវិស័យឧស្សាហកម្មមានការរីកចម្រើនផ្នែករោងចក្រសហគ្រាសការធ្វើពាណិជ្ជកម្មក៏មានភាពងាយស្រួលជាងមុនប្រជាពលរដ្ឋអាចរកការងារធ្វើបានយ៉ាងទូលំទូលាយក្នុងប្រទេសនិងក្នុងតំបន់សេដ្ឋកិច្ចមានកំណើនខ្ពស់ក្នុងរយៈពេលវែងនិងចំណូលថវិកាឡើងជាប្រចាំមានកំណើនទេសចរណ៍ដែលនាំឲ្យមានកំណើនការងារនិងប្រាក់ចំណូលដល់ប្រជាជនការចូលជាសមាជិកអាស៊ានជាផ្នែកមួយដែលជំរុញឲ្យសេដ្ឋកិច្ចមានកំណើនជារៀងរាល់ឆ្នាំមានការកសាងហេដ្ឋារចនាសម្ព័ន្ធស្ពានផ្លូវអាកាសផ្លូវដែកនិងផ្លូវថ្នល់និងពង្រីកអាកាសយានដ្ឋានព្រមទាំងការលើកលែងទិដ្ឋាការកម្ពុជាអាចរក្សាលំនឹងសេដ្ឋកិច្ចរបស់ខ្លួនបានក្នុងកំឡុងពេលការរីករាលដាលនៃជំងឺ COVID-19 តាំងពីឆ្នាំ2019មកចម្លើយត្រឹមត្រូវផ្សេងទៀតវិស័យសង្គមកសាងសាលារៀនពីទីក្រុងដល់ជនបទដាច់ស្រយាលផ្ដល់អាហារូបករណ៍សម្រាប់និស្សិតនិងបានធ្វើឲ្យមន្ត្រីរាជការប្រជាជននិងយុវជនកម្ពុជាបានរៀនសូត្រនិងទទួលបានឱកាសល្អជាច្រើនទៀតបង្កើតនិងជួសជុលកីឡាដ្ឋានបណ្ដុះបណ្ដាលជំនាញកីឡាទទួលបានមេដាយមាសប្រាក់សម្រិតលើឆាកអន្តរជាតិអភិរក្សសម្បត្តិវប្បធម៌ទាំងរូបីនិងអរូបីព្រមទាំងបានដាក់បញ្ចូលសម្បត្តិវប្បធម៌កម្ពុជាជាបេតិកភណ្ឌពិភពលោករមណីយដ្ឋានអង្គរប្រាសាទព្រះវិហារប្រាសាទសម្បូរព្រៃគុករបាំព្រះរាជទ្រព្យល្ខោនស្រមោលស្បែកធំចាប៉ីដងវែងលើកកម្ពស់សិល្បៈវប្បធម៌សាសនាជំនឿរបស់យើងកម្ពុជាទទួលបាននូវកិច្ចសហការជាមួយប្រទេសក្នុងតំបន់ក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខសង្គមទប់ស្កាត់ការជួញដូរមនុស្សកម្លាំងពលកម្មកុមារថ្នាំញៀននិងអំពើភេរវកម្មមានការកសាងមណ្ឌលសុខភាពមន្ទីរពេទ្យនៅតាមឃុំសង្កាត់ស្រុកខណ្ឌមានសេរីភាពសារព័ត៌មាននិងអនុញ្ញាតឲ្យមានសិទ្ធិសេរីភាពក្នុងការបង្កើតអង្គការសង្គមស៊ីវិលសម្ភារយេនឌ័រផ្ដល់សិទ្ធិដល់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តមានការជួយគ្នាទៅវិញទៅមករវាងប្រទេសក្នុងតំបន់និងពិភពលោកតាមរយៈការផ្ទេរបទពិសោធន៍បានយកចិត្តទុកដាក់ចំពោះសិស្សនិស្សិតក្នុងការថែរក្សាសុខភាពផ្ដល់វ៉ាក់សាំងការពារជំងឺ COVID-19 បានយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាពប្រជាជននិងផ្ដល់វ៉ាក់សាំងការពារជំងឺ COVID-19 ជូនពលរដ្ឋទូទៅនិងគោលការណ៍ណែនាំក្បីកុំបីការពារចម្លើយត្រឹមត្រូវផ្សេងទៀតសំណួរ4ចូលអ្នកវិភាគពីតួនាទីនៃសន្តិភាពក្នុងការអភិវឌ្ឍប្រទេសកម្ពុជាចម្លើយ4សន្តិភាពបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យដូចទៅ
វិស័យនយោបាយមានការរួបរวมដើម្បីអភិវឌ្ឍប្រទេសមានទំនាក់ទំនងល្អជាមួយបរទេសផ្នែកការទូតសេដ្ឋកិច្ចធ្វើឲ្យកម្ពុជាបានសុខសន្តិភាពវូបនីយកម្មនិងមានស្ថិរភាពនយោបាយធ្វើឲ្យកម្ពុជារៀបចំការបោះឆ្នោតដោយខ្លួនឯងក្នុងការជ្រើសរើសមេដឹកនាំតាមបែបប្រជាធិបតេយ្យសន្តិភាពបាននាំមកនូវឯករាជ្យអធិបតេយ្យភាពនិងបូរណភាពទឹកដីពិតប្រាកដកម្ពុជាអាចជាសមាជិកអង្គការស្ថាប័នអន្តរជាតិអាស៊ាន UNO និងបានក្លាយជាប្រធានអាស៊ានវិលជុំដោយពុំមានការអាក់ខាននៅឆ្នាំ2002 2012 2221ចម្លើយត្រឹមត្រូវផ្សេងទៀតវិស័យសេដ្ឋកិច្ចជួយជំរុញវិស័យកសិកម្មឧស្សាហកម្មពាណិជ្ជកម្មទេសចរណ៍ឲ្យមានការអភិវឌ្ឍងាយស្រួលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងមានកំណើនការវិនិយោគពីឯកជនបង្កើនទុនពីបរទេសបង្កើនការងារដល់ប្រជាពលរដ្ឋជៀសវាងការធ្វើចំណាកស្រុកនិងការកាត់បន្ថយភាពក្រីក្រមានទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិជាមួយអាស៊ាននិងមហាអំណាចធំលើពិភពលោកមានកំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលបង្កើនការងារនិងប្រាក់ចំណូលដល់ប្រជាជនការកសាងហេដ្ឋារចនាសម្ព័ន្ធមានផ្លូវជាតិផ្លូវដែកស្ពានអាកាសយានដ្ឋានកំពង់ផែដោយបំពាក់ប្រព័ន្ធទឹកភ្លើងពីទីក្រុងដល់ជនបទចម្លើយត្រឹមត្រូវផ្សេងទៀតវិស័យសង្គមមានការទប់ស្កាត់សង្គ្រាមនិងការខ្វែងគំនិតគ្នាក្នុងសង្គមលើកស្ទួយការគោរពសិទ្ធិមនុស្សសេរីភាពគ្រប់បែបយ៉ាងក្នុងសង្គមប្រជាធិបតេយ្យទប់ស្កាត់អំពើពុករលួយធ្វើឲ្យរដ្ឋមានលទ្ធភាពសម្រេចផែនការនានាតាមការកំណត់ជួយឲ្យមានសន្តិភាពនិងសន្តិសុខក្នុងសង្គមមានមេគ្រាដឹកនាំសង្គមមានការអភិវឌ្ឍជាចីរភាពចម្លើយត្រឹមត្រូវផ្សេងទៀតសម័យប្រឡង05ធ្នូ2022វិញ្ញាសាប្រវត្តិវិទ្យាថ្នាក់វិទ្យាសាស្ត្រពិតរយៈពេល60នាទីពិន្ទុ50សំណួរ1តើសមាគមអាស៊ានមានសមាជិកចំនួនប៉ុន្មានការចូលអាស៊ានផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់កម្ពុជាចម្លើយ1សមាគមអាស៊ានមានសមាជិក10ប្រទេសគឺព្រះរាជាណាចក្រថៃឡង់ដរសាធារណរដ្ឋហ្វីលីពីនសហព័ន្ធម៉ាឡេស៊ីសាធារណរដ្ឋឥណ្ឌូនេស៊ីសាធារណរដ្ឋសិង្ហបុរីបរុយនេដារុយសាឡឹមសាធារណរដ្ឋសង្គមនិយមវៀតណាមសហព័ន្ធមីយ៉ាន់ម៉ាសាធារណរដ្ឋប្រជាធិបតេយ្យឲ្យប្រជាមានិតឡាវព្រះរាជាណាចក្រកម្ពុជាក្រោយពីចូលជាសមាជិកអាស៊ានកម្ពុជាទទួលបានផលប្រយោជន៍ជាច្រើនដូចជាផ្នែកនយោបាយនិងសន្តិសុខកម្ពុជានឹងលែងព្រួយបារម្ភចំពោះរឿងគំរាមកំហែងផ្នែកសន្តិសុខនិងលែងនៅឯកាទៀតពោលគឺកម្ពុជាជាមិត្តជាមួយនឹងបណ្ដាប្រទេសដីក្នុងតំបន់កម្ពុជាមានសន្តិភាពសេរីភាពក្នុងតំបន់ព្រមទាំងអាចដោះស្រាយបញ្ហារួមជាមួយអាស៊ានបញ្ហាព្រំដែននិងបញ្ហានយោបាយក្នុងតំបន់ដោយសន្តិវិធីកម្ពុជាលេចមុខមាត់លើឆាកអន្តរជាតិដូចទៅនឹងបណ្ដាប្រទេសក្នុងសមាគមអាស៊ាននិងមានសិទ្ធិធ្វើសហប្រតិបត្តិការដោយសម្ភារកម្ពុជាក្រោយពេលចូលជាសមាជិកអាស៊ានកម្ពុជាទទួលបាននូវបទពិសោធន៍ពីខ្លឹមសារនៃតំបន់និយមនិងសកលលោកនិយមព្រមទាំងយល់ដឹងពីទំនាក់ទំនងការទូតអាស៊ានបានឲ្យកម្ពុជាដើរតួនាទីយ៉ាងសំខាន់ខាងនយោបាយក្នុងតំបន់និងលើឆាកអន្តរជាតិកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំបដូវវេនក្នុងនាមជាសមាជិកអាស៊ានផ្នែកសេដ្ឋកិច្ចកម្ពុជាបានបញ្ចូលចរន្តនឹងលំនាំនៃការរលូតលាស់ខាងផ្នែកសេដ្ឋកិច្ចនិងនៅក្នុងប្រទេសរបស់ខ្លួនទៅក្នុងលំនាំនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់កម្ពុជាអាចវាស់បាននៅកម្រិតល្បឿនសេដ្ឋកិច្ចនិងធ្វើកំណែទម្រង់ផ្សេងដើម្បីឈានទៅរកទីផ្សារក្នុងតំបន់និងលើឆាកអន្តរជាតិកម្ពុជានឹងទទួលបានការអភិវឌ្ឍលើវិស័យផ្សេងទៀតដូចជាកសិកម្មឧស្សាហកម្មនិងទេសចរណ៍ការលុបបំបាត់ទិដ្ឋាការឆ្លងដែនក្នុងតំបន់អាស៊ានសមាហរណកម្មកម្ពុជាទៅក្នុងអាស៊ានបាននាំមកនូវការចូលរួមយ៉ាងសកម្មក្នុងទំនាក់ទំនងប្រទេសជាសមាជិកដូចជាការចរាចរណ៍ទំនិញសេវាកម្មដើមទុននិងពលកម្មដែលកើតចេញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធនៃនយោបាយហិរញ្ញវត្ថុនិងសេដ្ឋកិច្ចកម្ពុជានឹងទទួលបាននូវប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ីនិងបណ្ដាប្រទេសជាមិត្តទាំង9ក្នុងអត្រាការប្រាក់ទាបនិងមានរយៈពេលយូរប្រទេសអាស៊ានទាំង10ជាទីផ្សារដ៏ធំមួយនៅក្នុងតំបន់ដែលមានប្រជាជនជាង500លាននាក់សម្បូរដោយវត្ថុធាតុដើមធនធានធម្មជាតិនិងផ្ទៃដីដ៏ធំទូលាយផ្នែកធនធានមនុស្ស
ការផ្លាស់ប្តូរបទពិសោធន៍និងការទទួលអត្ថប្រយោជន៍រវាងប្រព័ន្ធអប់រំវិទ្យាសាស្ត្រនិងបច្ចេកទេសថ្មីនិស្សិតកម្ពុជានឹងទទួលបានអាហារូបករណ៍ទៅទទួលការបណ្ដុះបណ្ដាលទៅបណ្ដាប្រទេសអាស៊ានភាសាបច្ចេកទេសជំនាញនិងទ្រឹស្ដីមានការផ្លាស់ប្តូរគ្នាទៅលើផ្នែកចំណេះដឹងរវាងសមាជិកអាស៊ានទាំង10ការបណ្ដុះបណ្ដាលធនធានមនុស្សឆ្លើយតបនឹងតម្រូវការនៃទីផ្សារការងារជាតិតំបន់និងអន្តរជាតិធានាបានការអភិវឌ្ឍប្រទេសប្រកបដោយចីរភាពផ្នែកវប្បធម៌មានការផ្លាស់ប្តូរនិងចែករំលែកគ្នាលើផ្នែកវប្បធម៌ប្រពៃណីទំនៀមទម្លាប់ផ្សព្វផ្សាយបានទូលំទូលាយនៅវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ជាតិខ្លួនពហុវប្បធម៌ធ្វើឲ្យប្រជាជាតិនីមួយស្រឡាញ់សន្តិភាពនិងគោរពសិទ្ធិគ្នាទៅវិញទៅមកចម្លើយត្រឹមត្រូវផ្សេងទៀតសំណួរ 2. តើអាណាព្យាបាលបារាំងបាននាំមកនូវអ្វីខ្លះដល់កម្ពុជាចម្លើយ 2. អាណាព្យាបាលបារាំងនៅកម្ពុជាបាននាំមកនូវចំណុចវិជ្ជមានបារាំងជួយការពារទឹកដីពូជសាសន៍ខ្មែរឲ្យគង់វង្សបារាំងបានធ្វើឲ្យរួចផុតពីការឈ្លានពានរបស់យួននិងសៀមបង្កើតភាសាចុងបូព៌ាប្រទេសសិក្សាស្រាវជ្រាវនិងចងក្រងពីអរិយធម៌ប្រវត្តិសាស្ត្រខ្មែរទុកជាប្រយោជន៍ដល់កូនខ្មែរជំនាន់ក្រោយបារាំងជួយកែតម្រង់ផ្នែករដ្ឋបាលសង្គមសេដ្ឋកិច្ចខ្មែរជួយកសាងសាលារៀនមន្ទីរពេទ្យស្ពានផ្លូវថ្នល់បារាំងជួយថែរក្សាជួសជុលប្រាសាទបុរាណខ្មែរនិងកសាងមន្ទីរដើម្បីថែរក្សាវត្ថុបុរាណឆ្នាំ1908បារាំងបានគូសផែនទីឈ្មោះដងរែកទុកជាប្រយោជន៍ដល់កម្ពុជាផែនទីនេះនាំឲ្យខ្មែរឈ្នះក្តីក្នុងរឿងក្តីក្តាំប្រាសាទព្រះវិហារឆ្នាំ1904បារាំងបានទាមទារយកខេត្តកោះកុងម្លូព្រៃស្ទឹងត្រែងមកឲ្យខ្មែរវិញឆ្នាំ1907បានទាមទារយកខេត្តសៀមរាបបាត់ដំបងសេរីសោភ័ណ្ឌមកឲ្យខ្មែរវិញចំណុចអវិជ្ជមានបារាំងកាន់តែធ្វើឲ្យខ្មែរក្រីក្រដោយបារាំងបានធ្វើការជិះជាន់កេងវាញ់យ៉ាងធ្ងន់ធ្ងរលើដីខ្មែរបារាំងកេណ្ឌខ្មែរឲ្យទៅជួយច្បាំងស្លាប់របួសជួសបារាំងក្នុងសមរភូមិសង្គ្រាមលោកលើកទី2បារាំងបានកាត់ដីខ្មែរឲ្យសៀមនិងយួនស្រេចតែចិត្តដូចជានៅឆ្នាំ1947កាត់ខេត្តត្រួតត្រាឲ្យសៀមថ្ងៃទី04មិថុនា1949កាត់ទឹកដីកម្ពុជាក្រោមឲ្យយួនបារាំងប្រមូលយកវត្ថុកេតនភណ្ឌខ្មែរទៅស្រុកបារាំងអស់ចម្លើយត្រឹមត្រូវផ្សេងទៀតសំណួរ 3. ចូលរៀបរាប់ពីបញ្ហាសន្តិសុខស្បៀងលើពិភពលោកចម្លើយ 3. រៀបរាប់ពីបញ្ហាសន្តិសុខស្បៀងលើពិភពលោកបញ្ហាកង្វះគ្រឿងឧបភោគបរិភោគបញ្ហាប្រឈមនឹងគ្រោះទុក្ខបញ្ហាដំណើរការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកបញ្ហារបបកំហើញផ្នែកបច្ចេកវិទ្យានិងបច្ចេកទេសថ្មីបញ្ហាអត្រាកំណើនប្រជាជនលើពិភពលោកបញ្ហាការប្រើប្រាស់ជីគីមីនិងថ្នាំសម្លាប់សត្វល្អិតមិនសមស្របហួសកម្រិតបច្ចេកទេសបញ្ហាគ្រោះទឹកជំនន់បញ្ហាសង្គ្រាមជនភៀសខ្លួនបញ្ហាខ្យល់ព្យុះរងស្ងួតបញ្ហាការកាប់បំផ្លាញព្រៃឈើបញ្ហាការជីករករ៉ែបញ្ហារញ្ជួយដីបន្ទោះភ្នំភ្លើងចម្លើយត្រឹមត្រូវផ្សេងទៀតសំណួរ 4. ចូលរៀបរាប់មូលហេតុនិងផលវិបាកនៃសកលភាវូបនីយកម្មចម្លើយ 4. រៀបរាប់មូលហេតុនិងផលវិបាកនៃសកលភាវូបនីយកម្មកត្តាដែលជាប្រភពជំរុញឲ្យមានសកលភាវូបនីយកម្មរួមមានដូចជាកម្លាំងចលករនៃប្រព័ន្ធសេដ្ឋកិច្ចសកលលោកដែលជំរុញឲ្យកាន់តែលេចឡើងនូវអស្ថិរភាពនិងផលវិបាកចំពោះបញ្ហាផ្ទៃក្នុងប្រទេសនិងទំនាក់ទំនងរវាងប្រទេសលើពិភពលោកកំណើនយ៉ាងខ្លាំងនៅបំលាស់ប្ដូរទីកន្លែងរស់នៅរបស់ប្រជាពលរដ្ឋនៅលើពិភពលោកការរីកចម្រើនយ៉ាងខ្លាំងនៅប្រព័ន្ធទំនាក់ទំនងទូគមនាគមន៍អន្តរជាតិការរីកសាយភាយយ៉ាងខ្លាំងនៅបច្ចេកវិទ្យាយោធាទំនើបដែលជានិច្ចការបានក្លាយជាឧបករណ៍នយោបាយពិភពលោកបញ្ហារួមជាច្រើនបានកើតឡើងដែលទាមទារឲ្យមានការសម្រេចចិត្តដោះស្រាយបញ្ហាទាំងនេះតាមរយៈថ្នាក់ដឹកនាំរដ្ឋាភិបាលអង្គការអន្តរជាតិសហគមន៍អន្តរជាតិជាដើមផលវិបាកនៃសកលភាវូបនីយកម្មប្រទេសតូចតាចត្រូវបាត់បង់អាណាធិបតេយ្យរបស់ខ្លួននៅចំពោះមុខប្រទេសមហាអំណាចអ៊ុយក្រែនអ៊ីរ៉ាក់លីប៊ីមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងសំណាក់ប្រទេសមហាអំណាចមកលើប្រទេសទុនខ្សោយដែលធ្វើឲ្យមានការផ្លាស់ប្ដូរនៅក្នុងវិស័យនយោបាយសេដ្ឋកិច្ចសង្គមបង្កឲ្យមានសង្គ្រាមរវាងរដ្ឋនិងរដ្ឋអ៊ីស្រាអែលនិងប៉ាឡេស្ទីនធ្វើឲ្យមានការរីកសាយភាយយ៉ាងខ្លាំងនៅបច្ចេកវិទ្យាយោធាទំនើបដែលបង្កការគំរាមកំហែងដល់ពិភពលោកកំណើនប្រជាជនឲ្យមានបញ្ហាចោទដល់សេដ្ឋកិច្ចនិងសង្គមប្រព័ន្ធកាយរណបក៏អាចជាប្រភពបញ្ហាដែលធ្វើឲ្យរដ្ឋាភិបាលរឹតតែបាត់បង់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងប្រព័ន្ធព័ត៌មានទៀតចម្លើយត្រឹមត្រូវផ្សេងទៀត
សំណួរ 5. តើថ្ងៃរំដោះ7 មករា 1979 បានផ្ដល់អត្ថន័យជាប្រវត្តិសាស្ត្រយ៉ាងណាខ្លះចំពោះកម្ពុជា ចម្លើយ 5. ថ្ងៃរំដោះ7 មករា 1979 បានផ្ដល់អត្ថន័យជាប្រវត្តិសាស្ត្រចំពោះកម្ពុជាដូចជាថ្ងៃដែលប្រជាជនកម្ពុជារួចផុតពីការសម្លាប់រង្គាលនៃរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ ជាថ្ងៃដួលរំនៃរបបកម្ពុជាប្រជាធិបតេយ្យ ជាថ្ងៃចាប់បដិសន្ធិនរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ជាថ្ងៃដែលប្រជាជនកម្ពុជាទទួលបាននូវសិទ្ធិសេរីភាពសិទ្ធិនៃការសម្រេចជោគវាសនាខ្លួន ជាការរស់រានឡើងវិញនូវវប្បធម៌ជាតិជំនឿសាសនាប្រពៃណីទំនៀមទម្លាប់សិល្បៈ ជាថ្ងៃស្ដារនិងកសាងប្រទេសឡើងវិញលើគ្រប់វិស័យស្របតាមឆន្ទៈនិងគោលបំណងប្រជាជន ថ្ងៃដែលកម្ពុជាឈានទៅរកឯករាជ្យសន្តិភាពសេរីភាពនិងសុខមង្គល ជាថ្ងៃស្ដារមុខមាត់ប្រទេសកម្ពុជាឡើងវិញលើឆាកអន្តរជាតិ ជាថ្ងៃដែលបណ្ដាលឲ្យមានវត្តមានកងទ័ពវៀតណាមជាថ្មីម្ដងទៀតលើទឹកដីកម្ពុជា ចម្លើយត្រឹមត្រូវផ្សេងទៀត ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង051វិច្ឆិកា 2023 វិញ្ញាសាប្រវត្តិវិទ្យាថ្នាក់វិទ្យាសាស្ត្រសង្គម រយៈពេល90នាទី ពិន្ទុ75 សំណួរ 1. តើមានបេតិកភណ្ឌអ្វីខ្លះដែលបានចុះបញ្ជីបេតិកភណ្ឌរូបីនិងអរូបីពិភពលោករបស់អង្គការ UNESCO ចូលរៀបរាប់ឲ្យបាន 5 ចម្លើយ 1. បេតិកភណ្ឌកម្ពុជាដែលបានចុះបញ្ជីបេតិកភណ្ឌរូបីនិងអរូបីពិភពលោករបស់អង្គការ UNESCO មាន រមណីយដ្ឋានអង្គរថ្ងៃទី14ខែធ្នូឆ្នាំ1992 របាំព្រះរាជទ្រព្យថ្ងៃទី7ខែវិច្ឆិកាឆ្នាំ2003 ល្ខោនស្រមោលស្បែកធំថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2005 រមណីយដ្ឋានប្រាសាទព្រះវិហារថ្ងៃទី7ខែកក្កដាឆ្នាំ2008 កោះកេរថ្ងៃទី17ខែកញ្ញាឆ្នាំ2023 ល្បែងទាញព្រ័ត្រថ្ងៃទី2ខែធ្នូឆ្នាំ2015 ចាប៉ីដងវែងថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2016 រមណីយដ្ឋានប្រាសាទសម្បូរព្រៃគុកថ្ងៃទី8ខែកក្កដាឆ្នាំ2017 ល្ខោនខោវត្តស្វាយអន្តែតថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2018 គុនលពុកតោថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2022 សំណួរ 2. វិភាគពីមូលហេតុអាណានិគមបារាំងនៅកម្ពុជានិងការតស៊ូដើម្បីឯករាជ្យជាតិ ចម្លើយ 2. វិភាគពីមូលហេតុអាណានិគមបារាំងនៅកម្ពុជានិងការតស៊ូដើម្បីឯករាជ្យ មូលហេតុដែលបារាំងដាក់អាណាព្យាបាលនៅកម្ពុជា ខាងភាគីកម្ពុជាព្រះបាទអង្គឌួងព្រួយបារម្ភចំពោះការប៉ុនប៉ងបែងចែកទឹកដីកម្ពុជាពីសំណាក់សៀមនិងអាណានដោយយកទន្លេមេគង្គជាព្រំប្រទល់នៃប្រទេសទាំងពីរដែលអាចឲ្យកម្ពុជាបាត់បង់ទឹកដីនិងឈ្មោះចេញពីផែនទីពិភពលោក ដើម្បីបញ្ជាកម្ពុជាឲ្យរួចផុតពីមហិច្ឆតាសៀមនិងអាណាមដំណោះស្រាយតែមួយគត់គឺត្រូវមានមហាអំណាចអឺរ៉ុបដើម្បីធ្វើជាក្នុងបង្អែកការពារពោគឺបារាំង ខាងភាគីបារាំងពង្រីកអាណានិគមនៅឥណ្ឌូចិនដើម្បីស្វែងរកវត្ថុធាតុដើមរកទីផ្សារពង្រីកកិច្ចការនុភាពលើដែនដីអាណានិគមតាំងមូលដ្ឋានតបផ្សព្វផ្សាយវប្បធម៌និងអរិយធម៌ មានចម្លើយត្រឹមត្រូវផ្សេងទៀត ការតស៊ូដើម្បីឯករាជ្យជាតិ នយោបាយក្រៅប្រទេសនៅក្រៅប្រទេសចាប់ពីដើមខែកុម្ភៈដល់ដើមខែមិថុនាឆ្នាំ1953 សម្ដេចនរោត្តមសីហនុបានធ្វើសកម្មភាពទាមទារឯករាជ្យនៅក្រៅប្រទេសដូចជាយាងទៅបារាំងប្រទេសកាណាដានិងសហរដ្ឋអាមេរិកយាងត្រឡប់ពីជប៉ុនទៅប្រទេសថៃនិងបានធ្វើសន្និសីទកាសែតនៅទីក្រុងញូវយ៉កដើម្បីស្វែងរកការអន្តរាគមន៍ពីសមាគមអឺរ៉ុប នយោបាយក្នុងប្រទេសនៅក្នុងប្រទេសគឺចាប់ពីថ្ងៃទី20មិថុនាឆ្នាំ1953ក្រោយពេលត្រឡប់មកពីទីក្រុងបាងកកវិញព្រះបាទនរោត្តមសីហនុបានគង់នៅតំបន់ស្វយ័តគឺខេត្តសៀមរាបបាត់ដំបងកំពង់ធំនិងកំណត់ថាមិនយាងមកភ្នំពេញទេបើមិនប្រគល់ឯករាជ្យបរិបូរណ៍ជូនជាតិហើយព្រះអង្គបានរៀបចំបង្កើតនៅកងជីវពនារីក្លាហានជាមួយឯកឧត្តមប៉ែននុត ការតស៊ូដោយប្រដាប់អាវុធដឹកនាំដោយខ្មែរអិសរាដែលមាននានាការសេរីនិងកុម្មុយនីសនិងខ្មែរវៀតមិញដែលគាំទ្រចលនាកុម្មុយនីស មានចម្លើយត្រឹមត្រូវផ្សេងទៀត សំណួរ 3. ចូលពណ៌នាពីនយោបាយអព្យាក្រឹតនៃរបបសង្គមរាស្ត្រនិយមក្នុងទសវត្សរ៍1960 ចម្លើយ
3. នយោបាយអព្យាក្រឹតនៅក្នុងរបបសង្គមរាស្ត្រនិយមនយោបាយអព្យាក្រឹតនយោបាយអព្យាក្រឹតគឺជាការរួមរស់ដោយសន្តិសហវិជ្ជាមានជាមួយបណ្ដាប្រទេសនានាលើពិភពលោកដោយនៅកណ្ដាលមិនប្រកាន់មនោគមវិជ្ជាសេរីមនោគមវិជ្ជាកុម្មុយនីសមូលហេតុនៃការអនុវត្តនយោបាយអព្យាក្រឹតអនុវត្តទៅតាមសេចក្តីសម្រេចនៃសន្និសីទក្រុងហ្សឺណែវឆ្នាំ 1954 ដែលស្នើដោយចិននិងសូវៀតកម្ពុជាចង់រួមរស់ដោយសន្តិសហវិជ្ជមានជាមួយបណ្ដាប្រទេសនានាលើពិភពលោកពិសេសជាមួយប្រទេសជិតខាងការពង្រឹងនយោបាយអព្យាក្រឹតថ្ងៃទី 18 ខែមីនា ឆ្នាំ 1955 ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌាសម្ដេចនរោត្តមសីហនុបានចុះហត្ថលេខាជាមួយលោកនេរូលើសេចក្តីប្រកាសរួមគឺជាការរួមរស់ជាមួយគ្នាដោយសន្តិភាពថ្ងៃទី 24 ខែមេសា ឆ្នាំ 1955 ក្នុងសន្និសីទកំពូលនៃទ្វីបអាស៊ីអាហ្វ្រិកនៅក្រុងបានឌុងសម្ដេចនរោត្តមសីហនុបានធ្វើសេចក្តីអះអាងពីកម្មវិធីនយោបាយអព្យាក្រឹតរបស់កម្ពុជានិងការរួមរស់ជាមួយគ្នាដោយសន្តិភាពថ្ងៃទី 14 ខែធ្នូ ឆ្នាំ 1955 ក្នុងពេលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាតំណាងរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីមាឃលាអព្យាក្រឹតភាពនៃកម្ពុជាថ្ងៃទី 6 ខែកញ្ញា ឆ្នាំ 1961 សម្ដេចនរោត្តមសីហនុបានចុះហត្ថលេខាលើធម្មនុញ្ញនៃចលនាមិនចូលបកសម្ព័ន្ធនៅប្រទេសយូហ្គោស្លាវីលទ្ធផលនៃការប្រកាន់នយោបាយអព្យាក្រឹតជំហានដំបូងមានការអភិវឌ្ឍប្រទេសលើគ្រប់វិស័យប្រទេសកម្ពុជាមានសុខសន្តិភាពរយៈពេល 15 ឆ្នាំកម្ពុជាមានឈ្មោះល្បីសុះសាយក្នុងតំបន់ក្រុមអ្នកប្រឆាំងពុំហ៊ានប៉ះពាល់និងទទួលស្គាល់គុណសម្បត្តិនយោបាយអព្យាក្រឹតដំណាក់កាលសង្គ្រាមត្រជាក់ឥទ្ធិពលនៃសង្គ្រាមត្រជាក់មហាអំណាចជំនុំវិជ្ជាទាំងពីរពុំទុកកម្ពុជាក្នុងមាឃលាសន្តិភាពមាឃលាអព្យាក្រឹតសហរដ្ឋអាមេរិកថៃវៀតណាមខាងត្បូងវៀតណាមខាងជើងធ្វើសកម្មភាពប្រឆាំងនឹងនយោបាយអព្យាក្រឹតដែលធ្វើឲ្យកម្ពុជាអនុវត្តនយោបាយអព្យាក្រឹតមិនចំទិះដៅនិងនាំកម្ពុជាទៅធ្លាក់ក្នុងភ្នក់ភ្លើងនៃសង្គ្រាមការបញ្ចប់នយោបាយអព្យាក្រឹតនយោបាយអព្យាក្រឹតត្រូវបានដួលរំដោយសារការធ្វើរដ្ឋប្រហាររបស់លោកសេនាប្រមុខលន់នល់និងព្រះបាទស៊ីសុវត្ថិសិរិមតៈដែលមាននានាការទៅរកសហរដ្ឋអាមេរិកដើម្បីទម្លាក់ព្រះបាទនរោត្តមសីហនុចេញពីប្រមុខរដ្ឋសំណួរ 4. តើពិភពលោកមានបញ្ហាប្រឈមធំអ្វីខ្លះចូលអ្នកពណ៌នាចម្លើយ 4. ពិភពលោកយើងនាពេលបច្ចុប្បន្ននេះកំពុងជួបប្រទះនឹងបញ្ហាធំជាច្រើនដូចជាបញ្ហាបរិស្ថានបម្រែបម្រួលអាកាសធាតុគ្រោះធម្មជាតិគ្រោះរាំងស្ងួតកំណើនកម្ដៅផែនដីភ្លើងឆេះព្រៃរញ្ជួយដីព្យុះភ្លៀងទឹកជំនន់សម្រាមបញ្ហាកំណើនប្រជាជនឧបត្ថម្ភថាមពលសុវត្ថិភាពស្បៀងភាពក្រីក្រជនអន្តោប្រវេសន៍បញ្ហាជនអន្តោប្រវេសន៍ការជួញដូរមនុស្សជួញដូរផ្លូវភេទគ្រឿងញៀនពលកម្មលើកុមារបញ្ហាសន្តិសុខស្បៀងកង្វះស្បៀងចោតជាបញ្ហានាំមកនូវភាពក្រីក្រនិងគ្រោះទុក្ខបញ្ហាភេរវកម្មអន្តរជាតិការធ្វើឃាតមេដឹកនាំការបំផ្ទុះគ្រាប់បែកឧក្រិដ្ឋកម្មឆ្លងដែនការជួញដូរគ្រឿងញៀនជួញដូរមនុស្សធ្វើចរាចរណ៍ក្រដាសប្រាក់คล้ายៗការជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតសំណួរ 5. ចូលពណ៌នាពីចលនាស៊ូដើម្បីរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យនិងដំណើរស្ថាបនាជាតិឡើងវិញចម្លើយ 5. ចូលពណ៌នាពីចលនាស៊ូដើម្បីរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យនិងដំណើរស្ថាបនាជាតិឡើងវិញចលនាស៊ូដើម្បីរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យខែមករាឆ្នាំ 1976 លោកហ៊ូនឹមចេញមុខប្រឆាំងនឹងប៉ុល ពត ខែមីនាឆ្នាំ 1976 ប្រជាជននៅចំការលួងនិងខេត្តសៀមរាបទាមទារឲ្យដំឡើងកម្រិតជីវភាពនិងឲ្យគ្រួសាររស់នៅជួបជុំគ្នាឆ្នាំ 1977 ប្រជាជននៅសៀមរាបបាត់ដំបងកំពង់ធំកំពង់ឆ្នាំងមណ្ឌលគិរីចំការលួងប៉ះបោលប្រឆាំងប៉ុល ពត ថ្ងៃទី 20 ខែមីនា ឆ្នាំ 1977 លោកហ៊ុនសែនបានភៀសខ្លួនទៅប្រទេសវៀតណាមដើម្បីស្វែងរកការគាំទ្រនិងបង្កើតកម្លាំងប្រឆាំងខ្មែរក្រហមថ្ងៃទី 2 ខែធ្នូ ឆ្នាំ 1978 មហាសន្និបាតបានសម្រេចបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលដឹកនាំដោយលោកហេងសំរិនដោយមានជំនួយកងទ័ពវៀតណាមនិងការចូលរួមពីប្រជាជនកម្ពុជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានវាយលើកម្លាំងកងទ័ពខ្មែរក្រហមតែរយៈពេល3សប្តាហ៍រំដោះប្រជាជនបានស្ទើរទាំងស្រុងទូទាំងប្រទេស
ថ្ងៃទី7 ខែមករាឆ្នាំ1979ប្រជាជនកម្ពុជាត្រូវបានរំដោះឲ្យរួចចាកផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត ដំណើរស្ថាបនាជាតិឡើងវិញវិស័យនយោបាយរំដោះប្រជាជនរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពតទាំងស្រុងទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ប៉ុល ពត ទប់ស្កាត់អំពើអសកម្មក្នុងសង្គមការជួញដូរមនុស្សអាវុធគ្រឿងញៀនលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញវិសោធនកម្មរដ្ឋធម្មនុញ្ញអនុវត្តនយោបាយបង្រួបបង្រួមជាតិវិស័យសេដ្ឋកិច្ចរដ្ឋាភិបាលបានស្ថាបនាសេដ្ឋកិច្ចដោយបង្កើតក្រុមសាមគ្គីបង្កបង្កើនផលដើម្បីជួយដល់ស្ត្រីមេម៉ាយក្មេងកំព្រាចាស់ជរាឆ្នាំ1980បោះពុម្ពក្រដាសប្រាក់ឲ្យចាយវាយទូទាំងប្រទេសឆ្នាំ1983 1985 មួយបដូរពីក្រុមសាមគ្គីបង្កបង្កើនផលទៅជាម្ចាស់ការទាំងស្រុងដោយធ្វើបែងចែកដីធ្លីនិងឈានទៅរកកម្មសិទ្ធិឯកជនអនុវត្តមុខព្រួញទាំង4នៃសេដ្ឋកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចផ្លូវថ្នល់ស្ពានកំពង់ផែពង្រឹងកិច្ចសហប្រតិការសេដ្ឋកិច្ចជាមួយប្រទេសតំបន់និងពិភពលោកពង្រឹងសន្តិភាពសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សង្គមដើម្បីទាក់ទាញវិនិយោគទុនពីបរទេសបង្កើតសេដ្ឋកិច្ចទីផ្សារសេរីនិងជំរុញការអភិវឌ្ឍធនធានមនុស្សការស្ថាបនាសង្គមវិស័យអប់រំប្រព័ន្ធអប់រំត្រូវបានស្ដារឡើងវិញដោយបើកទ្វារសាលារៀនគ្រប់កម្រិតសិក្សាដល់ឧត្តមសិក្សាទទួលសិស្សឲ្យចូលរៀនតាំងពីទីក្រុងដល់ជនបទធ្វើការជ្រើសរើសនិងបណ្ដុះបណ្ដាលគ្រូបង្រៀនជំរុញនិងបំផុសចលនាអក្ខរកម្មបំពេញវិជ្ជាអនុវត្តនយោបាយអ្នកចេះច្រើនបង្រៀនអ្នកចេះតិចអ្នកចេះតិចបង្រៀនអ្នកមិនចេះបញ្ជូនសិស្សនិស្សិតទៅសិក្សានៅបរទេសនិងអញ្ជើញគ្រូបរទេសមកបង្ហាត់បង្រៀនខ្មែរនៅក្នុងប្រទេសវិស័យវប្បធម៌បើកសេរីភាពដល់ជំនឿសាសនាប្រពៃណីទំនៀមទម្លាប់បើកទ្វារសាលាវិចិត្រសិល្បៈនិងប្រមូលផ្ដុំសិល្បករវិស័យសង្គមកិច្ចបង្កើតមជ្ឈមណ្ឌលកុមារកំព្រាបង្កើតសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់ជនពិការនិងស្ត្រីមេម៉ាយបង្កើតច្បាប់ការពារកម្មសិទ្ធិឯកជន1987វិស័យសុខាភិបាលបើកទ្វារមន្ទីរពេទ្យទទួលពិនិត្យនិងព្យាបាលជំងឺបើកទ្វារសាលាបណ្ដុះបណ្ដាលពេទ្យមានមហាវិទ្យាល័យវិទ្យាសាស្ត្រសាស្ត្រទុនសាស្ត្រវិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិវិញ្ញាសាប្រវត្តិវិទ្យាថ្នាក់វិទ្យាសាស្ត្រសង្គមសម័យប្រឡង08ខែតុលាឆ្នាំ2024សំណួរ1សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ជាអ្វីប្រទេសណាខ្លះជាសមាជិកចម្លើយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានASEANគឺជាអង្គការនយោបាយនិងសេដ្ឋកិច្ចក្នុងតំបន់ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី8ខែសីហាឆ្នាំ1967នៅទីក្រុងបាងកកប្រទេសថៃគោលបំណងសំខាន់នៃការបង្កើតអាស៊ានគឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសជាសមាជិកក្នុងវិស័យនយោបាយសេដ្ឋកិច្ចសង្គមវប្បធម៌បច្ចេកទេសការអប់រំនិងវិស័យផ្សេងទៀតក៏ដូចជាការរក្សាសន្តិភាពស្ថិរភាពនិងវិបុលភាពក្នុងតំបន់បច្ចុប្បន្ននេះមាន10ប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍អាស៊ានរួមមានប្រ៊ុយណេកម្ពុជាឥណ្ឌូនេស៊ីឡាវម៉ាឡេស៊ីមីយ៉ាន់ម៉ាហ្វីលីពីនសិង្ហបុរីថៃវៀតណាមសំណួរ2តើខ្មែរក្រហមបែងចែកដែនដីរដ្ឋបាលជាប៉ុន្មានភូមិភាគតំបន់អ្វីខ្លះចម្លើយរបបកម្ពុជាប្រជាធិបតេយ្យហៅថាខ្មែរក្រហមបានបែងចែកដែនដីរដ្ឋបាលនៃប្រទេសកម្ពុជាជា7ភូមិភាគនិងតំបន់ស្យាត់ពិសេសមួយគឺតំបន់ពិសេសភ្នំពេញភូមិភាគទាំងនោះរួមមានភូមិភាគឧត្តរភាគខាងជើងភូមិភាគសានភាគសានភូមិភាគពីយប់ភាគពីយប់ភូមិភាគកណ្ដាលភូមិភាគនិរតីភាគនិរតីភូមិភាគបូព្រាភាគខាងកើតភូមិភាគបស្ចិមភាគខាងលិចសំណួរ3កំណែទម្រង់របស់លោកកូបាឆ្លើយធ្វើឲ្យពិភពលោកមានការប្រែប្រួលអ្វីខ្លះចម្លើយ3កំណែទម្រង់របស់លោកកូបានៅធ្វើឲ្យពិភពលោកមានការប្រែប្រួលដូចជាមនោគមវិជ្ជាកុម្មុយនីសចាប់ផ្ដើមដួលរលំនាំឲ្យកើតមានប្រជាធិបតេយ្យបណ្ដារដ្ឋជាច្រើននៅតំបន់អឺរ៉ុបខាងកើតប្រកាសឯករាជ្យចេញពីសហភាពសូវៀតរដ្ឋដែលធ្លាប់ប្រកាន់យកនយោបាយបែបកុម្មុយនីសបដូរគ្រប់គ្រងមកប្រជាធិបតេយ្យ
ជាជាងក្រុងប៉េឡាំងត្រូវបានដួលរលំអាឡឺម៉ង់បង្រួបបង្រួមឡើងវិញអង្គការកូមេកុងរបស់សហភាពសូវៀតបានដួលរំបំលាស់ប្តូរសេដ្ឋកិច្ចផែនការមកជាសេដ្ឋកិច្ចទីផ្សារសេរីការប្រកួតប្រជែងសព្វាវុធទំនើបត្រូវបានបញ្ចប់ការដកកងទ័ពសហភាពសូវៀតចេញពីប្រទេសដែលជាសម្ព័ន្ធមិត្តមានសេរីភាពក្នុងការបញ្ចេញមតិចំពោះរដ្ឋដែលធ្លាប់ប្រកាន់យកបកកុម្មុយនីសពីមុនសំណួរ4មូលហេតុអ្វីខ្លះដែលធ្វើមានការដកកងទ័ពវៀតណាមចេញពីកម្ពុជាចម្លើយ4មូលហេតុដែលធ្វើមានការដកកងទ័ពវៀតណាមចេញពីកម្ពុជានៅឆ្នាំ1989មានដូចជាសហគមន៍អន្តរជាតិថ្កោលទោសពីវត្តមានវៀតណាមនៅកម្ពុជានិងស្នើឲ្យដកទ័ពចេញពីកម្ពុជាការហុំព័ន្ធវៀតណាមពីខាងក្រៅទាំងសេដ្ឋកិច្ចនិងនយោបាយការហុំព័ន្ធសូវៀតឈប់គាំទ្រទាំងសេដ្ឋកិច្ចនិងយោធាដល់វៀតណាមក្នុងការរក្សាវត្តមានកងទ័ពរបស់ខ្លួននៅកម្ពុជាជាបន្តទៀតការធ្លាក់ចុះនិងរោគខ្យល់ដួលរំរបស់សហភាពសូវៀតឈានដល់ការបញ្ចប់សង្គ្រាមត្រជាក់ការចរចារវាងវៀតណាមនិងចិនគឺវៀតណាមត្រូវដកទ័ពចេញពីកម្ពុជាហើយចិនសន្យាឈប់ផ្ដល់ជំនួយគាំទ្រឲ្យខ្មែរក្រហមនិងដាក់សម្ពាធឲ្យខ្មែរក្រហមចូលរួមទៅចរចាយកគំរូតាមសំសហភាពសូវៀតក្នុងការដកទ័ពចេញពីអាហ្គានីស្ថានដើម្បីកាត់បន្ថយការចំណាយដ៏ច្រើនទាំងសេដ្ឋកិច្ចនិងយោធាក្នុងការរក្សាវត្តមាននៅកម្ពុជាខាតបង់អាយុជីវិតកងទ័ពជាច្រើននៅកម្ពុជារដ្ឋកម្ពុជាមានលទ្ធភាពការពារខ្លួនឯងពីការវាយប្រហារពីភាគីទំនាស់ផ្សេងទៀតនៅកម្ពុជាវៀតណាមទាញយកការអនុគ្រោះពីអន្តរជាតិវិបត្តិសេដ្ឋកិច្ចនិងភាពសក្រីក្រក្នុងប្រទេសការធ្វើកំណែទម្រង់ដោយមើលឆ្នាំ1986នៅវៀតណាមដើម្បីកែប្រែសេដ្ឋកិច្ចតាមទីផ្សារសេរីចម្លើយផ្សេងទៀតសំណួរ5តើយុវជនខ្មែរជំនាន់ក្រោយត្រូវធ្វើដូចម្តេចកុំឲ្យរបបប្រល័យពូជសាសន៍កើតឡើងម្ដងទៀតចម្លើយ5ដើម្បីកុំឲ្យរបបប្រល័យពូជសាសន៍កើតឡើងម្ដងទៀតយុវជនខ្មែរជំនាន់ក្រោយគួរធ្វើដូចខាងក្រោមសិក្សានិងចងចាំប្រវត្តិសាស្ត្រស្វែងយល់ឲ្យបានស៊ីជម្រៅអំពីរបបខ្មែរក្រហមនិងផលវិបាកដ៏រន្ធត់ដែលរបបនេះបានបន្សល់ទុកដើម្បីជាមេរៀនដ៏សំខាន់លើកកម្ពស់ការអប់រំបង្កើនការយល់ដឹងអំពីសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋនិងការអត់ឱនឲ្យគ្នាទៅវិញទៅមកតាមរយៈប្រព័ន្ធអប់រំនិងការផ្សព្វផ្សាយផ្សេងពង្រឹងសង្គមស៊ីវិលចូលរួមក្នុងសកម្មភាពសង្គមស៊ីវិលដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្សការចូលរួមរបស់ប្រជាពលរដ្ឋនិងការត្រួតពិនិត្យអំណាចលើកកម្ពស់យុត្តិធម៌និងនីតិរដ្ឋគាំទ្រប្រព័ន្ធយុត្តិធម៌ឯករាជ្យនិងយុត្តិធម៌អន្តរការដើម្បីធានាថាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍មិនត្រូវបានបំភ្លេចចោលនិងជនល្មើសត្រូវទទួលទោសផ្សះផ្សានិងកសាងសន្តិភាពលើកទឹកចិត្តដល់ការផ្សះផ្សាក្នុងសង្គមការកសាងទំនុកចិត្តនិងការដោះស្រាយជម្លោះដោយសន្តិវិធីប្រុងប្រយ័ត្នចំពោះមនោគមវិជ្ជាជ្រុលនិយមរៀនសង្កេតនិងប្រឆាំងរាល់ទម្រង់នៃមនោគមវិជ្ជាដែលញុះញង់ឲ្យមានការស្អប់ខ្ពើមការរើសអើងនិងអំពើហិង្សាកសាងសង្គមប្រជាធិបតេយ្យឲ្យរឹងមាំចូលរួមយ៉ាងសកម្មក្នុងដំណើរការប្រជាធិបតេយ្យការបោះឆ្នោតនិងការទាមទារឲ្យមានគណនេយ្យឲ្យភាពពីអ្នកដឹកនាំសហការជាមួយអន្តរជាតិចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីការពារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍និងលើកកម្ពស់សិទ្ធិមនុស្សនៅទូទាំងពិភពលោក